មួយហើយពីផ្លូវចដាឡើងពីក្រោយហាងខ្ញុំហ្នឹងគឺនៅលើហាងបាទតែថាចេះហាងរបស់ខ្ញុំបើកនៅមុខផ្លូវប៉ុន្តែវាមានđườngហែមួយនៅគេផ្លូវយើងហ្នឹងអញ្ចឹងចូលប៉ុន្តែវាមានអាចដាឡើងទៅលើផ្ទះជាន់លើផ្ទះផកខ្ញុំហ្នឹងវាមានđườngហែផ្លូវចូលđườngហែវាមានផ្លូវចដាឡើងនៅលើហ្នឹងនៅផ្ទះជាន់ទី2ជាន់ទី3ជាន់ទី4អីចឹងទៅកន្លែងផ្សារកណ្ដាលហ្នឹងក៏ប៉ុន្តែក្នុងហាងដែលយើងកំពុងលក់ហ្នឹងតាំងពីដើមដល់ខ្ញុំរកស៊ី1ឆ្នាំ2ឆ្នាំអត់ដែលគេនិយាយរឿងចំណុចហ្នឹងឯងមានពេលមួយអ្នកនៅហ្នឹងគេមិននិយាយថាអូនឯងមកបើកហាងហ្នឹងឃើញអូនឯងមួយលក់ដាច់តែពីមុនមកអ្នកដែលបើកអ្នកជួទាំងនៅហ្នឹងអស់លេខហើយដូចថា4-5ខែកន្លះឆ្នាំអីចឹងដូរម្ចាស់រហូតយ៉ាងណាអញ្ចឹងគាត់និយាយខ្ញុំសួរថាមិនគេអញ្ចឹងអូនមិនដឹងតែមិនដែរតែអូនឯងដេកយប់ឡើងតែមិនដែរមានលឺសម្លេងលឺអីព្រោះដោយសារបន្ទប់អូនឯងជាប់នឹងកម្មចដាផ្លូវឡើងលើហ្នឹងតែគេចង់កហ្នឹងបាទតែគេចង់កហ្នឹងអញ្ចឹងណាប៉ុន្តែខ្ញុំក៏អត់ចាប់អារម្មណ៍រឿងហ្នឹងក៏ខ្ញុំមិនយកចិត្តទុកដាក់ដែរហើយក៏អត់ចង់ស្ដាប់ដែរព្រោះធម្មតាដល់ពេលដែលអារម្មណ៍គិតរឿងអញ្ចឹងធម្មតាអាបន្ទប់យើងនឹងជាប់អាចដាដែលគេឡើងអញ្ចឹងទោះថាឥឡូវផ្លូវផ្ទះគេចូលតាមនឹងហើយតែអារម្មណ៍យើងខ្លាចហើយតែធៀបពិតយើងលក់ហាងយើងនៅក្នុងអារម្មណ៍មួយយើងចង់មានគ្នាអញ្ចឹងណាតោះយើងចូលសាច់រឿងខ្ញុំតែម្ដងតាមពិតខ្ញុំបើកហាងផ្សារកណ្ដាលហ្នឹងរំលឹកតាំងពីជាង10ឆ្នាំមុនហាងហ្នឹងពីដើមឡើយដូចបានបញ្ជាក់អញ្ចឹងគឺជាមានខ្មោចចងកមួយនៅខាងđườngហែនឹងផ្លូវឡើងចដាលើប៉ុន្តែក៏មានដែរមានបញ្ហាឬសម្លេងឬក៏មានបញ្ហាអ្វីដែលថាឲ្យខ្មោចនឹងឡងបន្លាឬក៏ធ្វើអ្វីដែលយើងអត់ចាប់អារម្មណ៍ដែរបាទដោយសារខ្ញុំរកស៊ីនៅហាងហ្នឹងចូល4ឆ្នាំបាទរៀនយូរជាងគេតែម្ដងដែលឡែករយៈពេលប្រហែលជា4ឆ្នាំចុងក្រោយដែលគេចុងក្រោយគេមកអស់នេះតែម្ដងនិយាយរួមទៅ3ខែមុនសាងហាងខ្ញុំមានបុគ្គលិកទាំងអស់3នាក់បាទប្តីមុនតែថ្ងៃនេះប្តីមកអង្គុយបាទប្តីក្រោយគេបាទប្តីមុនហើយដល់ពេលអញ្ចឹងទៅខ្ញុំមានប្តីមុនហ្នឹងខ្ញុំមានបុគ្គលិកស្រីៗ2នាក់នៅក្នុងបុគ្គលិកស្រីៗ2នាក់ហ្នឹងខ្ញុំអារម្មណ៍ថាជាអន់ចិត្តរឿងអីមួយទេខ្ញុំក៏ប្រជុំពួកគាត់នៅពេលដែលខ្ញុំបានប្រជុំពួកគាត់ហើយពេលហ្នឹងដែលខ្ញុំប្រជុំគាត់ខ្ញុំនៅជាមួយនឹងប្តីមុនរបស់ខ្ញុំហ្នឹងគឺខ្ញុំមានបញ្ហាមួយគាត់ទៀតរឿងដើរលេងយប់ដល់ពេលអញ្ចឹងទៅខ្ញុំរឿងស្រីទៅចាប់ដើមដកបុគ្គលិកហ្នឹងចេញ2នាក់ប្តីហ្នឹងកំពុងតែឆ្លោះគ្នាគាត់នៅផ្ទះហ្នឹងដែរពេលដែលគាត់នៅផ្ទះហ្នឹងបានស្អីថាខ្ញុំចាប់ដើមរកស៊ីម្នាក់ឯងដេកម្នាក់ឯងធ្វើម្នាក់ឯងអញ្ចឹងមានពេលមួយខ្ញុំអត់ដឹងថាយូនបណ្ឌិតយើងមិនមានយូនដាក់រយៈចូលអញ្ចឹងណាហើយមួយវិញទៀតដែលខ្ញុំចាប់តាមកេងពេលយប់ហ្នឹងជាប្រវត្តិសាស្ត្ររបស់ខ្ញុំដែលខ្ញុំនិយាយពីបន្ទាប់ពីរឿងប្អូនភ្លោះរបស់ខ្ញុំដែលយើងធ្វើការសុំដើម្បីជួបគាត់តែអ្វីៗដែលបានឃើញដូចអ្វីដែលយើងសុំមែនតែដល់ឡែកក្នុងផ្ទះនេះតែយើងជួបនេះគឺជាការប្រវត្តិសាស្ត្ររបស់ខ្ញុំមិនដែលគាត់តាំងពីនិយាយមកខ្ញុំអត់ចាប់អារម្មណ៍ប៉ុន្តែរឿងមួយនេះគឺជារឿងមួយដែលធ្វើឲ្យខ្ញុំដកជាប់ដល់ឥឡូវហ្នឹងបាទស្អីថាខ្ញុំអត់ចង់ឃើញអត់ចង់ជួបក៏អត់ចង់បានរូបភាពបែបហ្នឹងដែរយប់រាត្រីមួយដែលខ្ញុំប្រហែលជាម៉ោង12យប់ចន្លោះដល់12យប់ដល់ម៉ោង1យប់អញ្ចឹងពេលវេលានេះមួយគឺជាពេលវេលាដែលតាមផ្លូវហ្នឹងគឺស្ងាត់ហើយខ្ញុំនៅផ្ទះម្នាក់ឯងដែរជួបផ្ទះជាន់ក្រុមគេហ្នឹងយប់ហ្នឹងគឺខ្ញុំចាប់ដើមដេកដូចថាដេកអារម្មណ៍ចេះវាមិនស្កប់អារម្មណ៍ចេះអីធម្មតាអញ្ចឹងណាមកមើលក៏ដូចមកមើលលក្ខណៈដេកលក់ក៏មិនដេកលក់ក៏ប៉ុន្តែវាមិនដឹងថាមានបលឹងអ្វីមកនៅពីមុខខ្ញុំតែម្ដងបលឹងហ្នឹងដែលខ្ញុំនិយាយថាតើខ្មោចបើយើងនិយាយពីអ្នកដែលខ្មោចចងកហ្នឹងជានាងផ្ទះណាដែលមកធ្វើការបើកផ្លូវខ្មោចចូលព្រោះធម្មតាផ្ទះនីមួយៗសិតតែមានជំនាញផ្ទះកាន់ចរិតខ្ញុំគឺនៅម្នាក់ឯងឬក៏នៅជាមួយប្តីខ្ញុំគឺខ្ញុំចូលចិត្តដេកស្រាប់ខ្ញុំនិយាយពាក្យត្រង់គឺខ្ញុំចូលចិត្តដេកស្រាប់តែម្ដងតែជាជប់មួយដែលខ្ញុំទទួលអារម្មណ៍នឹងបានដែលខ្ញុំដេកលក់ព្រាមបឹកតែថាមនុស្សដេកស្ទើរលក់មកអូយគឺថាមកទាំងផ្ទាំងតែម្ដងគឺថាហូរឈាមពេញមុខនៅចំពីមុខខ្ញុំតែម្ដងរហូតដល់ខ្ញុំឃើញនៅផ្នែកបើខ្ញុំដេកលក់តែប្រកាសខ្ញុំអត់ត្រូវក្រពេកតែនេះគឺជាអ្វីដែលចង់ឲ្យខ្ញុំមើលឃើញតែម្ដងខ្ញុំចង់និយាយថាហូរឈាមមុខស្លាក់ខ្ញុំហើយអើយនេះគួរឲ្យខ្លាចខ្ញុំមិនដឹងមិនអាចនិយាយពីរឿងហ្នឹងនេះដូចខ្ញុំនិយាយមើលអញ្ចឹងបាទវាជារឿងមួយដែលខ្ញុំនិយាយថាវាមិនគួរឲ្យខ្ញុំត្រូវជួបអញ្ចឹងព្រោះមនុស្សខ្ញុំចូលចិត្តធ្វើបន់អញ្ចឹងពេលដែលមកហូរទៅឈាមពីមុខខ្ញុំស្លាក់ខ្ញុំហ្នឹងហើយខ្ញុំអត់និយាយអីច្រើនទេខ្ញុំរត់បុកខ្មោចនឹងតែម្ដងខ្ញុំរត់ចេញទៅរត់បុកមកវាថារត់បុកហើយប៉ុន្តែវាមិនមែនជាទឹកទេណាគឺយើងរត់បុកអញ្ចឹងហើយយើងចាប់ដើមរត់បុកយើងមើលព្រមពីស្លាក់យើងទៀតខ្ញុំរត់ទៅដល់ក្រៅទាំងនៅធម្មតាយើងមានបន្ទប់យើងមានរបងនៅខាងក្រៅខ្ញុំចាក់សោខ្ញុំដើរស្រាប់ទាំងខាងក្រៅហ្នឹងអត់មានកៅអៅសោះហ្មងអត់មានកៅអៅបើស្អីតាចេះអាពេលដែលខ្លាចយើងលេងក្បោពីខ្លួនយើងហ្នឹងអញ្ចឹងខ្ញុំរត់បុកចេញដល់ខាងក្រៅប៉ុណ្្នឹងហើយខ្ញុំចាប់ដើមមើលទៅឃ្លាមបុកលេងថតស្លក់យើងហូរឈាមវិចទៅមុខមកយើងខ្ញុំខ្ញុំបុកធូមខ្ញុំបងធូមខ្លាំងណាដល់ពេលអញ្ចឹងធម្មតាចេះយើងបើកគេយើងមិនខ្មាស់ធម្មតាយើងចេះយើងរត់ចេញបុកយើងដើរខ្លួនយើងស្រាប់ដល់ក្រៅយើងមិនមានអារម្មណ៍មួយថាយើងខ្មាស់គេដែរតែយើងយកដៃខ្ទប់យើងអញ្ចឹងដល់ពេលខ្ញុំមើលទៅភ្លាមអាខ្មោចវាថាវាមិនទៅណាទេវានៅមើលស្លក់យើងអញ្ចឹងខ្ញុំគិតថាចេះទេអញខ្មោចនៅផ្ទះកន្លែងចងកហ្នឹងតែខ្មោចមនុស្សស្រីទេគេនិយាយតែខ្មោចនេះគឺខ្មោចមនុស្សប្រុសអញ្ចឹងមើលមកខ្ញុំហូរទៅឈាមហើយអារបៀបដូចថាយើងភ័យបុកធុងបាទចង់កាំងបេះដូងធ្វើឲ្យចេញក៏បានណាអារម្មណ៍យើងដែលយើងលំបាករហូតដល់យើងនឹកឈរខ្ញុំឈរតាំងពីម៉ោង8ខ្ញុំគិតថាច្រឡំហើយយើងឃើញខ្មោចនៅម៉ោង2:10:71ហ្នឹងខ្ញុំឈររហូតដល់ម៉ោង4:00គេលក់បាយស្រូបពេលផឹកនៅមុខហ្នឹងហ្មង
រហូតមានអារម្មណ៍ថាអូយអញគិតមិនទៅអញអារម្មណ៍នឹងស្ទាក់ស្ទើរព្រោះតែអាខ្មោចដែលយើងមើលឃើញនៅពីមុខហ្នឹងអាហ្នឹងគឺច្រឡំហើយយើងឃើញថាមើលហើយយើងចាប់ដល់គាត់ជិះដល់ក្រៅលបងយើងអត់មើលចឹងវានៅមើលស្លាក់យើងអញ្ចឹងទៀតអូយហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏មានថាអូយអញទៅបើកភ្លើងឡើងណាអញស្រាក់ដល់ពេលអញ្ចឹងទៅក៏មានអារម្មណ៍គេជិះម៉ូតូបដាទៅយើងខ្មាស់យកដៃខ្ទប់អញ្ចឹងបដាទៅអាទ្វារដែលយើងបើកហ្នឹងក៏យើងលក្ខណៈមួយបើកមិនអញ្ចឹងណាក៏យើងចាប់ដើមយកជើងចូលមកជាងអញ្ចឹងហើយតែយើងមានអារម្មណ៍មួយខ្មាស់ផងខ្លាចខ្មោចទាញជើងផងក៏មានអារម្មណ៍ថាទេអញតិចយកខ្លួនមកជាងចូលតិចលេងយកដៃមកទាញអញទៅអញ្ចឹងទៅក៏មានអារម្មណ៍កិនអញ្ចឹងទៀតអញ្ចឹងក៏នឹកឃើញថាឈរនៅក្រៅទាំងស្រាប់រឿងហ្នឹងខ្ញុំធ្លាប់ប្រាប់បងស្រីខ្ញុំនិងប្តីខ្ញុំដែរហើយដល់ពេលអញ្ចឹងទៅខ្ញុំឈរនៅស្រាប់នៅខាងក្រៅរហូតដល់មក4កន្លះធម្មតាអ្នកលក់បាយស៊ុបគឺមកប្រកាសភ្លើងខាងមុខហើយខ្ញុំក៏សម្រេចចិត្តថាត្រូវទៅចូលក្នុងផ្ទះហ្នឹងចូលក្នុងផ្ទះហ្នឹងតែខ្លួនយើងទាញទ្វារអញ្ចឹងប៉ុន្តែយើងនៅកែមអារបៀបក្បាលថាចាំតែអញទាញគឺអញបាទរបៀបថាហ៊ានតែទាញស្មាគឺរត់ទៅស្រាប់ក្រៅហ្នឹងហើយអញ្ចឹងវាហ៊ានចូលអីទេរហូតដល់ម៉ោង5ចាប់ដើមភ្លឺយើងចេះរបៀបថាយើងស្ទាក់ស្ទើរទៅមើលរបៀបចេះអារបៀបថាយើងមើលទៅក្រោយវាតាអាវានៅមើលអត់ហើយដល់ពេលអញ្ចឹងទៅយើងក៏ចាប់ដើមមើលទៅលេងឃើញក៏ចាប់ដើមមួយថាអើយចូលដល់ក្នុងផ្ទះព្រាមបឹបចាប់ដើមចុចបើកភ្លើងទាំងអស់ហើយខ្ញុំត្រឡប់បាក់ខាងលោកអាម៉ោង6កន្លះអញ្ចឹងខ្ញុំចាប់ដើមបើកភ្លើងខ្ញុំដេករហូតដល់ម៉ោង12ថ្ងៃវិញដេកនៅក្នុងបន្ទប់ឯងខ្ញុំដេកនៅកន្លែងលក់កានៅខាងក្រៅទាំងយើងទៀនចាប់ដើមទៅថាយើងចាប់ដើមចូលក្នុងផ្ទះយើងបើកភ្លើងទាំងអស់យើងទៀនទ្វារបិទតែអារម្មណ៍យើងបានដកជាប់បាត់ទៅហើយអញ្ចឹងក៏ចាប់ដើមគិតខ្លួនឯងតែខ្ញុំគិតថាយីអូនដាក់អរិយជាន់ហ្នឹងទៅសារអញ្ចេះមកដូចយើងមានយីអូនខ្ញុំគិតថាជំនាញផ្ទះមិនអាចបើកឲ្យទ្វីឲ្យខ្មោចចូលបានទេហើយណាមួយខ្មោចតែគេនិយាយនៅកន្លែងចងកពីលើផ្ទះខ្ញុំហ្នឹងគឺជាខ្មោចមិនស្រីទេអញ្ចឹងខ្ញុំក៏គិតអារម្មណ៍ថាជំនាញផ្ទះនេះប្រហែលជាខឹងខ្ញុំដេញទៅណាគេចេញអញ្ចឹងគាត់មកឡគេប្រើពីថាឡហើយឡមិនឡខ្ញុំខ្វាយខ្ញុំបុកថ្ងៃហ្នឹងគឺខ្ញុំលុបជំនាញផ្ទះហ្នឹងហ្មងខ្ញុំអត់សែនអត់ដាច់មកយប់អត់ដាច់ថ្ងៃហ្នឹងពីព្រឹកដល់យប់អត់សោះហ្មងអត់សំបីតែ$1ព្រោះដងលក់កៅអន់ផុតទេ50-60រៀលបើអត់ដាច់ណាតែថ្ងៃហ្នឹងគឺអត់ដាច់តែម្ដងចឹងជាអារម្មណ៍មួយខ្ញុំគិតថាជានាងផ្ទះប្រហែលជាគាត់អន់ចិត្តរឿងដេញស្រីចេញពីនាក់ហើយនឹងប្រហែលជាមានបញ្ហារឿងប្តីផងខ្ញុំពីមុនមកអញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅខ្ញុំពេលហ្នឹងឯងដែលធ្វើឲ្យខ្ញុំចាប់ដើមដកជាប់នៅនឹងរយៈពេលប្រហែលជា3-4ខែក្រោយហ្នឹងមកហើយនឹងចាប់ដើមស្ងាត់ខ្ញុំក៏សម្រេចចិត្តសាងតែម្ដងទៅតែខ្ញុំសុំសួរតិចបងពេលដែលបងឃើញមនុស្សប្រុសសុទ្ធតែឈាមពេញមុខហ្នឹងគឺឈរស្លាប់បងគ្រាប់ងោងហ្មងមែនខ្ញុំនិយាយអារូបភាពបែបហ្នឹងបើបងប្អូនខ្ញុំពេលដែលខ្ញុំនិយាយបងប្អូនខ្ញុំគិតថាអាការនិយាយវាខុសពីការមើលអាដែលយើងវាថាពេលដែលយើងកំពុងដេកធម្មតាជាមនុស្សយើងដេកអញ្ចឹងទៅហ៎ហើយដល់ពេលដេកលេងមកទាំងឈាមពីមុខអញ្ចឹងមកស្លក់យើងអញ្ចឹងយើងធ្វើមិនចេញយើងមិនរត់បុកហ្នឹងមកស្អីថារត់បុកប៉ុណ្្នឹងហើយយើងមិនត្រូវអិនមើលក្រោយទៀតហើយខ្មៅបាទដូចថាយើងនិយាយអារម្មណ៍យើងអូយខ្ញុំនិយាយបុកឲ្យខ្ញុំពេលមើលអញ្ចឹងមើលវាមើលមកយើងអញ្ចឹងអាពេលយើងរត់ដល់ក្រៅអញ្ចឹងវាចាប់តាមចេញមកដល់ក្រៅដល់អាកន្លែងមុខលេងជាផ្ទះហ្នឹងធម្មតាខ្ញុំចេញពីបន្ទប់រៀនផ្ទះនៅមុខនេះវាប្រឈមមុខយើងអញ្ចឹងហើយដល់ពេលអញ្ចឹងខ្ញុំធ្វើអីចេញប្រហែល1នាទីបងនិយាយថាខ្ញុំមើលវាមិនបាន1នាទីខ្ញុំមកគិតថាវាលាទៅពេលណាខ្ញុំគាត់មើលវាស្លាប់ខ្ញុំលេងមានមើលទាំងអស់គឺខ្ញុំត្រូវឈរនៅខាងក្រៅទាំងស្រាប់អត់កលៀតផ្ទះគាត់ទៅកលៀតផ្ទះទៅបាទទាំងស្រាប់ខ្ញុំបើកទ្វារទាំងស្រាប់ខ្ញុំឈរនៅក្រៅហ្នឹងខ្ញុំដៃខ្ទប់អញ្ចឹងតែម្ដងរហូតដល់ខ្ញុំនិយាយចឹងមក4កន្លះបាទខ្ញុំចាប់ដើមតាចូលក្នុងផ្ទះហ្នឹងដាក់ជើងមកជាហៀងឯងអារបៀបជើងមកជាហៀងវានៅក្នុងផ្ទះជើងមកជាហៀងទៀតនៅចេញក្រៅផ្ទះដៃតោងទ្វារទៅបាទតោងទ្វារអញ្ចឹងថាឲ្យចាំទៅទៀតឯងពុតទៅទៀតអញ្ចឹងណាតែពេលហ្នឹងវាចង់កៀងបេះដូងបាត់ទៅហើយចឹងក៏មានដាក់អារម្មណ៍មួយថាជានាងផ្ទះអញ្ចឹងខ្ញុំគិតថាជានាងផ្ទះប្រហែលជាស្រឡាញ់ណាគេម្នាក់ដែលយើងគាត់ខឹងខ្ញុំអញ្ចឹងខ្ញុំគិតថាខ្មោចធម្មតាពាក្យថាអ្នកខ្មោចក្រៅផ្ទះមិនអាចចូលក្នុងផ្ទះបានព្រោះយើងមានអ្នកថែរក្សាក្នុងផ្ទះហើយអញ្ចឹងមកស្អីថាជានាងផ្ទះប្រកបប្រកាន់នេះជាចំណុចមួយដែលខ្ញុំប្រាប់ពុកម៉ែបងប្អូនដែរគាត់ថានៅក្នុងផ្ទះរបស់យើងបើយើងសែនត្រូវជានាងផ្ទះសប្បាយចិត្តហើយបើមានរឿងអ្វីដែលអាក្រក់អីចឹងក្នុងខ្លួនយើងជាបុគ្គលអាក្រក់ជានាងផ្ទះគាត់จะឲ្យមើលឃើញបាទចុះពេលម្លងពេលដែលបងឈរក្រៅផ្ទះហ្នឹងបងមានស្រែករកអ្នកភូមិអ្នកជិតខាងមកជួយទេថាចង់កាំងបេះដូងអត់ដឹងត្រូវធ្វើអីបាទដូចថាអាដៃចឹងរហូតហ្មងចឹងណាវាថាយើងស្ទើងាប់ស្ទើររស់តែស្រែកពីក្នុងផ្ទះមកវិញចឹងណាខ្មោចអាវាថាខ្មោចស្រែកក៏វាខ្លាំងវាមិនបានអាវាស្រែកវាប្រហែលដូចខ្ញុំនិយាយរឿងបងអូនខ្ញុំហ្នឹងបាទវាអញ្ចឹងវាបងអូនខ្ញុំអញ្ចឹងអើយអត់បើដល់អ្នកភូមិមិនទៅហ្មងពេលហ្នឹងលបាក់និយាយដែរខ្ញុំគិតថាអ្នកខាងក្រោយផ្ទះហើយជាលឺព្រោះមានម្ចាស់ផ្ទះនៅខាងក្រោយខ្ញុំហ្នឹងគាត់នេះអ្នកជួនៅក្រោយខ្ញុំយេអញ្ចឹងខ្ញុំគិតថាជាគាត់លឺឬក៏គាត់យ៉ាងម៉េចតែយើងក៏មិនបានដឹងក៏គាត់មិនបានមកសួរយើងនៅខាងមុខអីដែរតែរឿងហ្នឹងវាកន្លងហួសបែរជាជាង10ឆ្នាំហើយបាទនេះជាចំណុចរឿងមួយចឹងយើងចូលរឿងទី2ហ្មងណាបាទចេញអូខេតាក់ទងនឹងរឿងទី2អញ្ចឹងមានរឿងទី2ហ្នឹងវាតាក់ទងរឿងដំណើរទៅជ្រៀងខ្ញុំភាគច្រើនខ្ញុំខាងអាហ្វ្រិកាខាងឆាកភ្លើងពិធីករជ្រៀងអីចឹងខ្ញុំបានទាំងអស់វាកំ pl អញ្ចឹងណាអញ្ចឹងមានពេលមួយដែលខ្ញុំមានកម្មវិធីការបងប្អូនមិត្តភក្តិមូនីកាយើងអ្នកនៅអូស្ត្រាលីហ្នឹងណាអញ្ចឹងខ្ញុំទៅមួយប្តីខ្ញុំទៅជាមួយប្តីខ្ញុំអញ្ចឹងខ្ញុំចង់ប្រាប់ទៅដល់ពុកម៉ែបងប្អូនថាចេះសន្តាគារឬក៏ផ្ទះសំណាក់តែយើងទៅគេងខ្ញុំអត់ដឹងថាមិនគេបន្ទប់នឹងគេឲ្យមកគេងគឺខ្ញុំនឹងគឺនៅចំពាក់កណ្ដាលខែតែហ្មងព
ពេលដែលចាប់គាត់បើកឡាននឹងចាប់តាមធម្មតាយើងទៅច្រៀងការគេពេលល្ងាចយើងបើកឡានពីព្រឹកទៅប្រទេសមានជ័យពេលហ្នឹងផ្លូវក៏វាមិនទាន់ល្អឯណាដែរអញ្ចឹងរៀនមកឯដែរអញ្ចឹងចាប់ដើមដេកខ្ញុំដេកខ្ញុំអត់ទាន់ដេកទេប្តីខ្ញុំបើកឡានអស់កម្លាំងអីអញ្ចឹងទៅគាត់ភ្លាមបឹបដេកមកតួខ្លួនលើខែអញ្ចឹងប៉ុន្តែអាធ្នឹមនេះធ្នឹមកំពុងតែយើងទៅពីលើក្បាលយើងនេះវានៅចំពាក់កណ្ដាលខ្លួនយល់អញ្ចឹងយើងដឹងស្រាប់ហើយតាក់តងនឹងរឿងធ្នឹមហ្នឹងយើងប្រកាន់ភ្ជាប់តាមពីដើមមកហើយបើផ្ទះបុរាណគេឈើឡើងហ្នឹងរឿងតសកឡោងបាទរឿងតាក់តងជាមួយនឹងអាសសហ្នឹងមានជ្រុងប្រហែលអីអញ្ចឹងគេមិនអោយគេហើយក៏គេមិនអោយផ្អែកដែរពេលយប់ឡើងព្រោះសិតតែផ្លូវដើរជួនកាលមានអ្នកថែរក្សាពេលខ្លះផ្ទះហ្នឹងបើអត់មានអ្នកថែរក្សាវិញផ្ទះឈើអីអញ្ចឹងបើមានព្រាយចូលកុំនេះយើងចូលនៅក្នុងគេថាសុបិនដល់ក្រៅរបស់គេតែម្ដងវិស័យដាក់គឺងាប់នៅមើលថែរក្សានៅក្នុងហ្នឹងតែវិស័យយើងឡើងយើងចេញផុតអាហ្នឹងគឺជារឿងពិតមួយតែដែលឡៃទស្សនៈសថាគារធម្មតានៅពេលដែលធ្វើយើងមានតែតែមានណាបន្ទប់ដែលយើងចាប់ដើមកេងក្រោមហ្នឹងវាមានធ្នឹមនឹងអញ្ចឹងណាតែពេលតែកេងក៏អត់ចាប់អារម្មណ៍រឿងធ្នឹមនឹងដែរខ្ញុំអត់តន់ដេកប្តីខ្ញុំបើកឡានអស់កម្លាំងដេកភ្លាមបឹបប៉ុន្តែប្តីខ្ញុំពេលដែលគាត់ដេកវាជារឿងពិតដែលខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនប៉ុន្តែយើងឃើញពីរូបភាពគាត់នឹងទាំងគាត់បិទភ្នែកអញ្ចឹងខ្ញុំបងឯងកុំលេងសើចច្រើនកាត់អីគេរហូតដល់គាត់ស្រែកមកស្រែកបាទអត់និយាយកុហកអត់និយាយបំពេញបងប្អូនទេខ្ញុំចាប់ដើមភ្លាមពុបខ្ញុំទៅអោបយំបងមិនគេគេយើងធម្មតាមិនស្គាល់គ្នាហើយដល់ពេលអញ្ចឹងខ្ញុំខ្លាចថាអ្នកណាគេតាមអីគាត់ភ្លាមពុបខ្ញុំបឺភ្លាមពុបអូយក្បាត់ខ្នឹមលោកអើយធម្មតាគឺកេងស្ថាគេឬក៏ផ្ទះស្នាក់ហាប់ដាច់ខាត់រឿងផ្លូវដែលយើងកេងចង់កន្លែងខ្នឹមពីលើនឹងតែម្ដងអញ្ចឹងខ្ញុំគឺគាត់សេកខ្ញុំគាត់សេកអស់កម្លាំងភ្លាមពុបខ្ញុំទាញគាត់ភ្លាមប៉ាត់ខ្ញុំត្រូវតែទាញជិះខ្ញុំរុញហ្មងខ្ញុំរុញបងខំឡើងគាត់ដេកវិញតែមុនចាប់តាមដេកវិញខ្ញុំអត់ដេកនៅក្រុមធ្នឹមទៀតទេខ្ញុំត្រូវគាត់ទាញគាត់ទៅកេងប្រឆិតវិញបើស្អីថាបើខែមួយហ្នឹងវាធម្មតាយើងដេកហ្នឹងត្រូវខែមួយវាត្រូវទៅតឹងចេះត្រូវគេខ្ញុំឲ្យកេងទៅតឹងខ្ញុំរុនទៅក្បាលខែអញ្ចឹងខ្ញុំក៏លើកដៃស្ពះហ្មងទៅជំនាញផ្ទះកូនទាំងពីរមកជាលក្ខណៈល្អទេបើមានអ្នកថែរក្សាឬក៏មានវិញ្ញាណអ្វីដែលនៅក្នុងនេះអ្វីអាចប្រាប់ខ្ញុំបានតាមការយល់សប្តិនៅក្នុងភាពល្អខ្ញុំនឹងធ្វើការរៀបចំសែនជូនតែបើជំនាញផ្ទះអ្នកថែរក្សាក្នុងផ្ទះនឹងបើខុសឆ្គងអីកុំប្រកាន់ពួកខ្ញុំសុំនិយាយដដែលថាខ្ញុំទៅណាឬទៅគេនៅកន្លែងណាក៏ដោយខ្ញុំចូលចិត្តដើរស្រាប់ដេកស្រាប់ខ្ញុំនិយាយចឹងមកលោកគូជួនកាលគាត់ឃើញពីរូបភាពយើងហ្នឹងវាដូចរឿងម៉ែគ្រូម៉ែហុងស៊ុយអញ្ចឹងអានេះខ្ញុំនិយាយបកត្រឡប់កាលមិញខ្ញុំនិយាយហើយណាខ្ញុំមានបាក់ហាងពេជ្រមួយខ្ញុំមកលាយមុនមិនទាន់បាក់ហាងពេជ្ររឿងខ្ទុះតុងទីនអញ្ចឹងគ្រូម៉ែហុងស៊ុយហ្នឹងគាត់ប្រមាមើលហ្មងខ្ញុំទៅមើលគ្រូមួយនៅច្បារអំពៅហ្នឹងហើយគាត់និយាយមកពីឈុតពេកថាអូនឯងហាងនេះគេគ្រូគេប្រកាន់ជំនាញផ្ទះគេប្រកាន់អូនឯងមានកង់ម៉ាបាយទៅនេះអត់ខ្ញុំថាខ្ញុំមានចិត្តសម្ដេចគ្រូបើមានគ្រូវិជាគ្រូអីហ្នឹងខ្ញុំមានរៀបសម្ដេចគ្រូខ្ញុំដាក់កង់ម៉ាមានជាប់គ្នាជំនាញផ្ទះនៅក្រោមឥឡូវអូនឯងមានដីដើរស្រាត់ដីស្រាត់អីអត់ហ្នឹងហើយនឹងគាត់មើលឃើញច្បាស់អញ្ចឹងមកខ្ញុំថាហ្នឹងហើយលោកអ្នកគ្រូហើយទៅសុំកម្មាទូអត់ធូបចាក់ពីមេហ្នឹងទៅត្រូវកុំឲ្យដើរស្រាត់ដីស្រាត់អីមកគាត់អញ្ចឹងណាអាហ្នឹងរឿងក្នុងផ្ទះខ្ញុំរឿងបាក់ខាងពេជ្រហ្នឹងចាំទៅពេលហ្នឹងមកខ្ញុំប្រកាន់ភ្ជាប់មួយខ្ញុំថាខ្ញុំត្រូវបិទបាំងខ្លួនខ្ញុំផ្ទាល់តែម្ដងដូចខ្ញុំធ្វើផ្ទះថ្មីនៅក្រោយសាទូកងខ្ញុំលេងហ៊ានដាក់នៅលើព្រោះខ្ញុំចូលចិត្តដើរស្រាចឹងខ្ញុំដាក់គាត់រៀបនៅខាងក្រោមវិញហ្មងអត់ហ្នឹងគឺកង់ម៉ាក់សម្ដេចគ្រូខ្ញុំគឺត្រូវរៀបនៅលើបន្ទប់ខ្ញុំដល់ពេលតាមពីគ្រូម៉ែហុងស៊ុយហ្នឹងគាត់និយាយគ្រូលោកតាអីគេទេនៅច្បារអំពើនេះគាត់មានរូបចូលអញ្ចឹងណាដល់ពេលអញ្ចឹងទៅពេលខ្លះមិនជឿត្រូវជឿបើគាត់និយាយវាត្រូវច្បាស់ពេកច្រើនចំណុចហ្នឹងអញ្ចឹងដូចខ្ញុំនៅក្នុងដែលយើងចូលមកនេះយើងវិញតែយើងទៅប្រទេសមានជ័យនឹងវិញតែទស្សនៈស្ថានភាពខ្ញុំភ្លេចបាត់ហើយអញ្ចឹងខ្ញុំគិតថាមកពីខ្ញុំដើរស្រាក់ឬក៏ប្តីគាត់រិស័យយើងខ្ពស់គាត់ទៅជន់ខ្ញុំឬក៏ប្តីខ្ញុំដេកក្រុមក្បាត់ខ្នឹមអញ្ចឹងយើងត្រូវតែសុំកម្មាទោសអាហ្នឹងអញ្ចឹងពេលយប់ហ្នឹងខ្ញុំចាប់ដើមរួញគាត់ទៅខ្ញុំដេកហ្នឹងទៅប៉ុន្តែពេលខ្លះខ្ញុំគ្របឡើងខ្លួនខ្ញុំពាក់កណ្ដាលខ្លួនក្រុមក្បាត់ខ្នឹមប៉ុន្តែយើងបានសុំគេតែបែរខ្ញុំអត់អីបែរជាប្តីខ្ញុំមានអីតែពេលប្តីខ្ញុំមានអីហ្នឹងអារម្មណ៍ធម្មតាមិនได้ស្រឡាញ់គ្នាគឺបាច់នេះវាព្រួយបារម្ភហើយទៅអោបខ្ញុំយំហើយបើវាគាត់ថាពេលអញ្ចឹងយើងមិនទៀងគាត់ចេះវាអស់កម្លាំងគាត់ដេកទៅវិញចុះផឹកឡើងមិនបានសួរគាត់ពីអាហ្នឹងហ៎បងសួរគាត់តែគាត់ថាមានគេជន់ទៅគាត់បាទគេជន់គាត់បាត់កធុបពីលើតែហ្មងស្លឹកធ្ងន់គាត់ស្រែករបៀបអីចឹងគាត់ថាមានគេដើរជន់គាត់ចឹងហ្មងគាត់ដកដង្ហើមអត់បានបាទអានេះវាជារឿងមួយដែលខ្ញុំចង់ប្រាប់ដែរបាទអូខេអានេះយើងរៀងរបស់ខ្ញុំពីររឿងខ្ញុំសុំថែមរឿងរបស់ខ្ញុំដែរស្រដៀងនឹងរឿងរបស់បងដែរខ្ញុំទៅសិង្ហបុរីមួយប្រពេចខ្ញុំទៅកម្មវិធីកាមេរ៉ាអីចឹងណាយល់ពីអ្នកប្រពេចខ្ញុំនិយាយខ្មែរព្រោះខ្ញុំគិតថាសិង្ហបុរីវាមិនដែរយើងនិយាយខ្ញុំហៅខ្មោចឲ្យមកឡងថ្មីហ្នឹងហើយខ្ញុំហៅខ្មោចមកឡងខ្ញុំថាទោះយើងហៅក៏ខ្មោចក៏មិនអាចមកឡងយើងដែរដោយសារយើងនិយាយខ្មែរហ្នឹងបាទមកឡងមិនយកឡើងមែនមកសកត់ខ្ញុំពីអ្នកប្រពេចហ្នឹងខ្ញុំស្រែកមកថាប្រពេចខ្មោចឡងមកថាប្រពេចខ្មោចឡងប្រពេច
ហើយខ្ញុំភ្ញាក់ហ្នឹងចាយកមកសុប យល់ សុបចឹងខ្ញុំកធាក់ចា អានធម្មតាធ្វើតែកធាដើម្បីយើងត្រូវចេញឲ្យផុត បា បាន ទ ហ្នឹង គេ បាទ ងំអង្គុយហោពេកខ្មោចឡងហោពេកហ៎អើពេលខ្លាចពេកដេកវិញទៅអត់មានធ្វើម៉េច បាទ អត់ដឹងធ្វើម៉េច តាមពិតក្បួនពុកម៉ែបងប្អូនខ្ញុំនិយាយពីរឿងដឹងខ្លះពីម៉ាក់ប៉ាក៏ដូចជាបងប្អូនខ្ញុំគឺដែលគាត់ប្រាប់ថាគ្រប់ពេលដែលយើងធ្វើដំណើរទៅតាមខេត្តឬមកនៅក្នុងប្រទេសឬក៏ក្រៅប្រទេសមុនចូលកេងទស្សនៈឬសន្តាគារទោះថាឥឡូវយើងទៅស្រុកអាមេរិកឬក៏បារាំងមិនក៏ដោយយើងត្រូវតែគូទ្វារ3ដងដើម្បីផ្ដល់ដំណឹង បាទ អានេះវាជារឿងមួយដែលត្រូវយ៉ាងការផ្ដល់ដំណឹងវាជារឿងពិតមិនមែនថាអ្នកនៅស្រុកក្រៅសាសនាអ្វីក៏ដោយត្រូវតែការគូទ្វារផ្ដល់ដំណឹងឲ្យគេចំនួន3ដងអញ្ចឹងណាគួរអញ្ចឹងហើយចប់បានសម្រាប់ប្រហែលជា2នាទីឬ3នាទីទៀតអញ្ចឹងណាត្រូវគួរភាសាទៀតផ្ដល់ដំណឹងអញ្ចឹងមិនយើងបើកទ្វារបានដូចជាការសុំម្ចាស់ផ្ទះ បា អ ទ ញ្ចឹង យល់ ទី2បើប៉ះសិនណាការគេខ្ញុំអានេះចូលចាប់តាមចូលរឿងរបស់ខ្ញុំរឿងទៅខ្ញុំអ្នកលក់កៅខ្ញុំចូលចាប់តាមរឿងខ្ញុំលក់កៅសាកដាខ្ញុំនិយាយទៅថៃខ្ញុំធម្មតាខ្ញុំយកកៅមកពីថៃមកលក់អញ្ចឹងណាអញ្ចឹងអាមិញដែលខ្ញុំនិយាយហ្នឹងខ្ញុំនិយាយថាពេលខ្លះពុកម៉ែបងប្អូនទៅគេនៅគ្រប់កន្លែងក៏ដោយបើមានទស្សនៈវិស័យគេដែលយើងគេងខែ2គេឧទាហរណ៍គេអស់ខែ1គេនៅសល់ខែ2យើងគេងម្នាក់ឯងខែ1ទៀតត្រូវតែដាក់ឲ្យបាន ស្រុកទៅគេនិយាយដែរ បាទត្រូវតែដាក់អវ៉ាន់ដាក់កាបូបដាក់វ៉ាលីមកក៏ដោយថាមានម្ចាស់អាហ្នឹងវាជារឿងមួយដែលគេម៉ាក់ខ្ញុំផ្ដាំឬក៏ដូចថាមិត្តភក្តិអីសិតតែផ្ដាំមើលអញ្ចឹងត្រូវតែធ្វើអញ្ចឹងតោះចូលសាច់រឿងរបស់យើងតែម្ដង បាទបងបាទ ខ្ញុំបកត្រឡប់ទៅក្រោយវិញមិញហ្នឹងខ្ញុំនិយាយពីហាងលក់កៅខ្ញុំនិយាយពីពេលចរខ្ញុំលក់កៅខ្ញុំលក់កៅភាគច្រើនខ្ញុំលក់តាមសមាជីវលរបស់ខ្ញុំបាត់ស្អីថាខ្ញុំអត់មានបើខ្ញុំមានអត្តភាពជាយន្តហោះយើងត្រូវលក់កៅថ្លៃហើយតាមហ្នឹងហើយប៉ុន្តែយើងសុទ្ធចិត្តយកចំណេញតិចប៉ុន្តែយើងលក់បានភ្ញៀវច្រើនអញ្ចឹងណាខ្ញុំចូលចិត្តជិះឡានដេកយប់ម៉ោង2ទៅ10យប់ម៉ោង9 10យប់អញ្ចឹងទៅដល់ហ្នឹងម៉ោង6ព្រឹក បាទ តបមកយើងតឡានមួយទៀតត្រូវទៅបាងកក ក៏ពីប៉ោយប៉ែតទៅបាងកក បាទអញ្ចឹងពេលទៅដល់នឹងព្រាមពឹបគឺអត់តនេះទេគឺចាប់ផ្ដើមរៀបចំអត់តទិញក្អាយដើរលេងឲ្យសិនដល់ល្ងាចសិនតស្អែកព្រឹកឡើងម៉ោង5ព្រឹកព្រោះមានផ្សារគេព្រលឹមឡើងបើកនៅក្រុមបាយយុក បាទ ម៉ោង5 4កន្លះភ្លឺហ្នឹង យើងដើរទិញពីចិត្តភ្លឺមកវិញ បាទចិត្តភ្លឺមកវិញអញ្ចឹងពេលដែលខ្ញុំចាប់ផ្ដើមដេកហ្នឹងបាទស្អីថាខ្ញុំដើរលេងឲ្យហត់ខ្ញុំជួយចិត្តដើរពេលយប់ដែរដើរទៅនេះដល់រហូតដល់ម៉ោង10 10ខ្ញុំមកដល់វិញបន្ទប់វិញដល់ពេលចន្លោះដែល10 10ចាប់ដើមដើរវាអស់កម្លាំងពួកភាគច្រើនដើរអស់កម្លាំងដេកលក់ស្រួលខ្ញុំគិតអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំមកវិញខ្ញុំចាប់ដើមងូតទឹកងូតអីហើយព្រាមពឹបបងប្អូនដូចខ្ញុំបានបញ្ជាក់អញ្ចឹងបើប៉ះសិនណាបើយើងអត់ខែ1មានខែ2អញ្ចឹងយើងត្រូវទី1ត្រូវសុំការអនុញ្ញាតគេហើយទី2យើងត្រូវគូទ្វាររាល់ដងខ្ញុំអត់ដែរខ្ញុំនិយាយត្រង់ខ្ញុំមិនដែរទៅគេរាល់ដងខ្ញុំអត់ដែរគូទ្វារទេខ្ញុំនិយាយពេលខាងនឹកឃើញក៏គួរទៅពេលខាងមិននឹកឃើញក៏អត់គួរទៅ បាទ អញ្ចឹងខ្ញុំអត់សុំនិយាយពីឈ្មោះស្ថានភាពគេប៉ុន្តែវានៅប្រទូណាម តែគេល្បីជាងគេហ្នឹង អានេះខ្ញុំវានៅមានចិត្តជាប់នឹងមួយដែរ ហ្នឹងអត់ អាល្បីជាងគេណាស់យើងដឹងស្រាប់ហើយ វាមាន2អាហ្នឹងហើយមួយទៀត បាទអានេះ សោក2 ដឹងរឿងហ្នឹងដែរទៅ សោក2ថា យេ ហ្នឹងហើយ យេ អាល្បីនោះអសឌីអានេះអស2អាហ្នឹងលេខ2លេខ យេហ្នឹងលេខ B ហ្នឹងហើយអញ្ចឹងបងប្អូនអ្នកមួយចំនួនដែលគាត់ទៅលក់អាហ្នឹងខ្ញុំដឹងថាដឹងរឿងប្រវត្តិហ្នឹងទាំងអស់ បាទ ទាំង D ទាំង B ហ្នឹងខ្ញុំគេនៅ B តែខ្ញុំអត់ដែរគេង D ព្រោះដោយសាររឿង D ហ្នឹងគេតែនិយាយតគ្នារហូតដល់យើងមិនអាចទៅគេងបាន បាទ អញ្ចឹងខ្ញុំអត់ដែរទៅគេងទេបើមិនគេអា B ក៏គេអសខីនៅទល់មុខនឹងដែរ បាទ បាទគាត់ថាអសខីហ្នឹងវាទូចអញ្ចឹងណាបាទប៉ុន្តែយើងគេង B ទៅសម្រាប់យើងមើលទៅអារ៉ាប់វាហ៊ានសួរ វាស្អាតជាង D ស្អាតជាអសខីអត់តែ D ដែលយើងអត់ដេកហើយយើងដឹងរឿងព្រោះនៅក្នុង វា ហ្នឹង ល្បីពេក បាទល្បីដល់ម្នាក់អ្នកគេមិនខ្លាចគេនៅគេអញ្ចឹង បាទ តែយើងធម្មតាអ្នកខ្លាចយើងអត់ទៅត្មងវាមិនដែរណាលងតាមពីចរាយន្តឡើងអញ្ចឹងខ្ជិលឡើងឌីអញ្ចឹងយើងចូលអា B វិញម្ដងអស់បន្ទប់ខែ1នៅសល់ខែ2អញ្ចឹងពេលដែលខ្ញុំចាប់ដើមគេមកប្រហែលជា10ថាឥឡូវខ្ញុំមក10ជាងខ្ញុំចាប់មកងូតទឹកអីដែរថាចូល20នាទីចុះជាងគាត់តែចាប់ដើមចុចទូរស័ព្ទហើយមកមិន10ចាប់ដេកអញ្ចឹងណា បាទ អញ្ចឹងដេកហ្នឹងក៏លក្ខណៈមួយមិនឲ្យដេកលក់ដែរអាលាវបាទស្អីថាចេះដូចគ្មានអ្វីនៅក្នុងហ្នឹងឲ្យយើងដឹងរួចជាស្រេចទាំងខែ2ខែ1ដែលយើងដេកខែ1ទីវាទលាយយើងអត់បានយកអាវ៉ាលីឬអាផ្ទះរុនយើងមកដាក់នៅលើខែហ្នឹងទេហើយយើងក៏មិនបានគួរទ្វារឲ្យដែរហើយជាន់ដែលខ្ញុំដេកហ្នឹងគឺជាន់ទីចាំបានជាន់ទី8អញ្ចឹងពេលដែលយើងចាប់ដាំដេកប៉ុន្តែវាមិនមែនជាការលងឲ្យសាហាវដូចនៅផ្ទះខ្ញុំនៅហាង បាទ ពីមកទៅឈៀងចាប់ដាំដេកលក់ប្រហែលជាម៉ោង1ជាង7:02គួរទ្វារខ្ញុំទៅសួរថាណាគេដឹងណាណាគេគួរទ្វារតុកអញ្ចឹងណាស្ងាត់យើងក៏ស្ងំដេកទៀតទៅលឺគួរទៀតតុកអញ្ចឹងណាលឺគួរទៀតក៏នឹកថាទេអាឡៃ យើងសួរជាភាសាថៃ បាទអាឡៃលោកគេឆ្លើយមកភាសាថៃមកវិញយើងថាមានមនុស្សជាការគួរអញ្ចឹងណាតែអត់ឆ្លើយទៀត អាឡៃហ្នឹងបកប្រែថាអីគេហ្នឹងអី អាឡៃ អីគេ ហើយខ្ញុំអត់ចេះថៃទេ
nhom vậy chăm pe những bộ tập lập cái nhom vậy pe khác nhom vậy cái play phải trôi đài chẳng tay nhom vậy trôi lẹt lẹt saka mình xua có play có tiết lại hả Mika lại Mika ba Mika lại play ở vậy tao như nó kena lên sau chả nha lên sau nha nghĩa mơ khẽ phim bắp chồng khẽ phí lớn à tè rồi nhóm tên cái cứ miền tè rồi này của những tên chọn những can đặt cả tên giờ chua cái tên những lũ cái mà này anh tạm đi do là tên lớn ta đặt lên lời khẽ phim bắp châu ta kênh phim bắp dương sẽ các bạn này cười phù nhóm phiệt chấn cứ nhóm lết tay mà đo nhóm mặt đai tên na thành sẽ các bạn này tê còn lại của thuyền đai và đai to co can cho mình là khơi chắp đam sẽ các bạn này chắp đam kênh phim bắp chắp đam kênh phải chi liêu phải chỉ châu cả làng mau châu phải tục tật mà đòn bạc tật chú chân liêm bắp chúng ta cho bà hai nhưng mà đại chạy đón này bạc tật mình bạc tật chú bạc vô mỏng bạc tật chân mỏng bạc tật biết hô tật mỏng á viên mình đại trang tiếc cho khi nâng viên mình lử đâu phải tục dương tê chân viên mình đây thò mà đá trên cô phải tục máu bạc liêm bắp cái lại khẽ này nâng phải tục tật này chân còn là ba liêm bắp những chỗ nhóm pe đạp chạm đạp đấy nhóm chỗ pe đẹp nhóm đấy nhóm thời ca đây lụa xuống nhóm ba tập lưng phải tục tật kê lưng non phải tục này nhóm ba tê bài trang này ai chạm đam chân phim bắp em ta cho bà hai là không mà sạ tranh màu tiền này chân không chặt những bàn cắt hao vậy nè cái đại phim bắp ngầm tiếp phim bắp đi mòn thì phải tục tật đang ngờ bưng tiền máu phim bắp ui nhom ai tụi mình mọi phơi giờ bao thôi nhom ai tụi nhom giấy mà đang mày rồi sao vì chỉ được to luôn chứ đó bưng nhom ở bên giấy chờ đấy sau đó phui thoa cho mòn thoa to những đầy lụa thoa được ôn nhom đầy nhom giấy được môn trắng á nè bây giờ bây giờ khi ta thoát nhưng số thoa mà đã thoa không ai dương ấy để một tật phải các bạn ta sẽ mà sắp bút để một tật phải các bạn ta sẽ mà thoa toàn đầy lụa chẳng thoa mà đã dương thời lụa cả ai ứng dương thời tình cả ai mong phèm phật thời đấy dương đây nó mong muốn đập phật cái rửa này cái chụp đồ bà ta dương đây lụa đây xa thì mọi bạn đây lụa scott chẳng thoa mà đã cả ai là nắng dương tinh là nắng đây xa miền đẹp platinum miền đẹp tu nam lấy cái vô bị khổ những từ lụa này lớn nâng dương tinh bị khổ vào làm lá mà nâng mình thu thay chẳng đáp bên chẳng tới đây mong muốn đắp cái rửa này chẳng riêng lý vì mình chỉ riêng mũi đầy tha lon ở những khai tiếp bên trái vì chỉ riêng mũi đầy dân cái tha châu không cái lại này cái đó dân thời sập ve dân thời ca son ca nhà chẳng á tại còn là cây trong lô dương mới ta dân khai bạn nhâm xong thay về lời hưởng năng tích trẻ đời sang trẻ bọn anh bạn khơi như xóa năng phần này chẳng thể chẳng nè nè đây là con đáp đấy ai đừng xây đồn thốt đấy phần tay bà sân chia sẻ luôn anh nơi không ta tập hiệp nắng bạn vô ả rạp nè bà dương mình ta khơi chiêm sổ hay đôi hưởng tim mưa bong tê bàn tay sải mới bà dương nơi mà này ấy ta khi cua phía bong bên này khai đôi nhóm check out vô mong nhom viên là bạn check out tiệt của đời xa mấy nhom khai khộp lang lên với mặt tao co nhom lên dương trẻ sải đừng xây cái đừng đỉnh nát họ mà tao coไปเลยchẳng á chẳng sợ đọp thui bên tay là cua thuyền nắng này dương xuất chất tha bạn dương đã lên cái ba kè là dương thiệp trăm đôi nắng lên ở nắng đã lên lửa nông hai á bạn dương chắc đa màu bên chẳng á dương là kênh ta ô plek cật luônในข้างแขวไว้chẳng á đậpไปchắc đa đi lênในข้างขนมมาดองchẳngไปคลารูปเพียบนั้นdương dậy máu đi bên tayพี่chỉ riêng mua đẹp phục mai bom ôm thời ca pi khu này đà chẳng hạn vậy để trong giấy nắng đẹp bom ôm mua chúng nó đã quạt cây là nắng quạt đắng này cá quạt đắng hạt đi nắng bi chẳng nhâm cái ta đẹp quạt đẹp lụa quạt đẹp đây lên là nắng quạt đắng lưng khạc là pi chấm loại nắng chị bởi đi sẽ hai chừng nắng tiết nhâm thọp chua bò muối để quạt thọp một nắng quạt ban thể hiện là thay nắng quạt từ xua xả lẻ cái chẳng bạn ấy ra quạt hộtแต่สนะนะถักทักđầm ban chậtสวยnhằmให้เป็นขมายเชิญchẳng quạtแต่cây nhật điหอมมั้ง หอมมาเยอะนะพี่มกหมอหอมบัดเลยหอมน้ำหมดทวีáสำนักกระตุกแขมวยแขปีจังนะกระตุกquát đôi chiềuแขปีอันได้ก็ได้วันเลยเลยนึกquátดังได้แต่ของเกมใส่คล้ายเกมมันđượcพอtây diễn nó sọc kế cho mày tha cái nẻoใส่คล้ายchứ cái tâyจังàหอมnơiหมดทวีchân châu ọt cả đi nơi mườiจังขอบคุยโตพลือđấy หอมหลับบั้มตะมองcheck màu chân xong tục anh ấy từ xa nhưng mà trăng vậy thì theo lời về chợn chắc là còn nhưng vậy tạo câu đo vẽ sai thường mà vừa đập con vậy và hai chỉ sai xâm tí xả hai nền tên hay con check áo đập bẹp bạc mà tới con check áo sao con đỏ tay mới tiệt đỏ tay là để tăng tọt tay chợn nó mà chuồn á ba chân bị đi đó cái tọt tay chợn chắc trắng pe để giúp con check áo mỏng pi mỏng bay check in mỏng pi mỏng bay vì mình nơi chăm là lobby khoang khổm xanh quạt mưa tới chợ tới á đó là biết miền mà được đòn hào cho áp hả cái phật mình cho áp hả nơi cái chọn nâng lobby để con coi nâng nơi vậy là cái chọn tam đò ô tài
មួយទៀត យល់យល់យល់ ខ្ញុំស្ដាប់គាត់ហើយនឹងរន់ថត់មក បាទ តែខ្ញុំសូមនិយាយប៉ុណ្្នឹងអញ្ចឹងយើងត្រឡប់មកសាច់រឿងបងវិញបាទ អារឿងប៉ុណ្ណឹងខ្ញុំគិតថាបងប្អូនមួយចំនួនបើនិយាយទៅលើប៉ះពាល់ខុសគេតែយកបានបញ្ចេញជាមួយទេតែអ្នកដឹងដឹងស្រាប់ហើយ បាទ តោះតនេះចូលសេចរឿងបងខ្ញុំតាក់ទងនឹងរឿងឆ្នាំប្រហែលជាខ្ញុំដូចខ្ញុំប្រហែលជាខ្ញុំសម័យខ្លួនខ្ញុំពីក្មេងខ្ញុំគិតថាប្រហែលជាខ្ញុំគិតថាបើមិន99ឆ្នាំ2001ចឹងចន្លោះពីហ្នឹងខ្ញុំអត់ដឹងថាចន្លោះមួយណាដែលខ្ញុំនិយាយ បាទ យើងដឹងស្រាប់ហើយខែភ្ជុំបិណ្ឌគឺជាខែដែលបលែងអីយើងដឹងស្រាប់អញ្ចឹងណាបងប្អូនអរគ្នាបងខ្ញុំគឺជាអ្នកគាត់ធ្វើការខាងប៉ូលីសបើស្អីថាបើមេទេឲ្យចោះគេថាកោះការពារអញ្ចឹងនៅពេលដែលគាត់ចោះការពារហ្នឹងគាត់ថាឥឡូវទៅជាប្រចាំការនៅហ្នឹងដូចថាឥឡូវគាត់ទៅជាប្រចាំការនៅកំពង់ចាមអញ្ចឹងណាអញ្ចឹងត្រឡប់គាត់ជិះទៅកំពង់ចាមពេលជំនាន់ហ្នឹង4ម៉ោងហើយម៉ោងអីចឹងទៅអញ្ចឹងពេលដែលគាត់ចោះប្រចាំការពារហ្នឹងគឺចំពេលដែលខែភ្ជុំបិណ្ឌអញ្ចឹងនៅពេលដែលគាត់ចប់ពីការពារហ្នឹងគាត់មកវិញប្រហែលជាម៉ោងមកដណ្ដប់ជប់ទឹកពីដណ្ដប់ជប់ត្រឹមតែម្ដងគាត់ជីការធ្វើការរបស់គាត់និយាយទៅ10ឆ្នាំ20ឆ្នាំហើយគាត់មិនដែលឃើញទេតែប្រជុំបិណ្ឌនេះគឺគាត់ធ្វើគាត់ឃើញតែម្ដងហើយគាត់អ្នកប្រាប់ខ្ញុំអញ្ចឹងណាអញ្ចឹងពេលដែលគាត់ប្រាប់ខ្ញុំហ្នឹងខ្ញុំពេលខ្លះខ្ញុំចែកធម្មតារឿងពីក្មេងពេលប្រាប់ទៅយើងធម្មតាយើងដកជាប់ហើយពេលដែលគាត់ជិះទៅកំពង់ចាមហ្នឹងគាត់អត់អីទេប៉ុន្តែពេលត្រឡប់មកវិញនៅខាងព្រៃឈរយើងណាប៉ុន្តែជំនាន់ហ្នឹងមិននៅជំនាន់ឥឡូវសម្បូរផ្ទះណាជំនាន់ហ្នឹងគឺព្រៃពេលមកវិញបងប្អូនហើយគាត់ឃើញសសរពីរសងខាងផ្លូវបាទសងខាងផ្លូវដែលគាត់ជិះទៅគាត់ថាតាមជ្រៃវាដូចចម្លែកគាត់ជិះមកគាត់មិនដែលឃើញចាប់អារម្មណ៍ទេអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមចម្លែកហើយគាត់ក៏មិនអស់ចិត្តដល់ពេលមិនអស់ចិត្តអញ្ចឹងមនុស្សឈប់ឡានយល់ណាទេអញជិះរត់ដូចមិនដែលឃើញសសរអញ្ចឹងសសរឈើពីរនឹងទេវាអត់មានហេតុផលអីមកដាក់ណាបាទគាត់មានឃើញទេមិនក៏មានអញ្ចឹងគាត់ក៏ចុះពីលើឡានបងប្អូនចុះពីលើឡានព្រាមពឹបគាត់អើមើលព្រាមពឹបអាគ្រូខ្ញុំអត់ដឹងថាបងប្អូនអបិយជំនឿរឿងហ្នឹងឬក៏បងថ្លៃខ្ញុំគាត់និយាយមកដើម្បីបន្លាយគ្រួសារឬក៏យ៉ាងម៉េចទេតែគាត់និយាយមកគាត់ឃើញគឺអាគ្រូនឹងខ្ពស់ជើងនឹងដល់នេះត្បូងវែងស្ទនៅស្គមអញ្ចឹងទៅបាទនៅកណ្ដាលផ្លូវអញ្ចឹងឧទាហរណ៍បើក្បួនគាត់ជិះពីកំពង់ចាមមកបំពេញតែ4ម៉ោងអញ្ចឹងគាត់ជិះតែ1ម៉ោងកន្លះដល់បំពេញដោយសារឃើញរូបភាពអាគ្រូហ្នឹងគាត់ឃើញមករបៀបអញ្ចឹងហើយមើលមកគាត់ហើយអារបៀបភ្នែកលៀនហើយដល់ពេលអាដាតហ្នឹងវាដូចថាចេញមកអារបៀបថាហូរឈាមហូរអីនឹងពេញហ្នឹងអញ្ចឹងណាដឹងស្រាប់ហើយមនុស្សណាដូចនរណាដែរតែឃើញទៅសិនហើយបាទប្រឡឹងចង់សក់ហើយអញ្ចឹងចំណុចហ្នឹងដែលខ្ញុំនិយាយថាពេលប្រជុំបិណ្ឌហ្នឹងគាត់ឃើញហើយគាត់មិននិយាយរឿងពេលប្រជុំហ្នឹងថាអូធម្មតាគ្រូតែពេលដើរចេញប៉ុណ្្នឹងមិនធម្មតាហ្នឹងតែវាមិនគួរឲ្យខ្មែរយើងថាត្រូវមានតែហ្នឹងតែពីតាមឡាយបើមិនមានតែហ្នឹងក៏វាមិនត្រូវមានរឿងចឹងមកដែរទៅបាទរឿងដែរតែបងថ្លៃគាត់និយាយហ្នឹងគឺឆ្នាំ90ជាងបើមិន99 2001ខ្ញុំចាំបានខ្ញុំនៅពីក្មេង10ជាងឆ្នាំហ្នឹងគឺគាត់និយាយពីចំណុចនេះខ្ញុំចាំដល់ឥឡូវហ្នឹងអានឹងជាចំណុចមួយដែរនៅព្រៃឈរប៉ុន្តែពេលជំនាន់ហ្នឹងមិនមែនផ្ទះសាប៊ូអ្នកភូមិដូចឥឡូវហ្នឹងទេតាមផ្ទះតាមដងផ្លូវហ្នឹងទេគឺព្រៃអមសងខាងហើយបើយើងទៅចម្លែកចុះពីលើឡានមើលចែកឆ្ងល់ថាស្អីគេតែគាត់អត់ខ្លាចហ៎និយាយមិនខ្លាចមិនគាត់តែចុះមើលព្រាមបុកគាត់តែឃើញភ្នែកវាលៀនមើលមកយើងព្រាមបុកគាត់បាក់ឡានដូចហោះចំបើរូបភាពហ្នឹងបើសិនជាវារត់តាមលបាដែរថនចំណុចហ្នឹងយើងដឹងថារបៀបរត់តាមរបៀបរត់មិនហ្នឹងផងបើវាឈរនឹងកន្លែងវាអត់មើលយើងអញ្ចឹងវាថាឃើញមនុស្សធ្វើស្ងៀមមកកន្លែងអញ្ចឹងបាទបើខ្មោចវាចេះបន្លងយើងប៉ុន្តែអាគ្រូវាមិនណ៎យើងមិនអត់ទាន់យល់ដែរថាវាឡងរបៀបអត់ទៅមានសាច់រឿងអាគ្រូអីចឹងអត់ទៅមានទេចឹងបងថ្លៃខ្ញុំឃើញអាជើងតសពីរហ្នឹងស្មានតែស្អីគេជើងអាគ្រូហើយឡើងវែងស្ទោវែងអញ្ចឹងអត់មើលដូចក្នុងសាច់រឿងដែលយើងគាត់និយាយមកអញ្ចឹងដូចរឿងដែលគេធ្វើរឿងឲ្យយើងមើលអញ្ចឹងដើរប្រឡងពហិដូចតាមវត្តដែលគេខកធ្វើអាគ្រូអីហ្នឹងអញ្ចឹងណាអាមុខឈាមហូរភ្នែកលៀនចេញមកសក់អារបៀបដូចថាអាសក់របៀបស្ទើរវែងស្ទើរផ្លេពីជ្រុះសក់ឲ្យអស់ចឹងទៅពេកតែសក់វែងទៅពេកអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅគាត់និយាយមកអញ្ចឹងយើងដកជាប់អាហ្នឹងទៅលើករឿងហ្នឹងមិននិយាយមកតើរឿងដែលខ្ញុំនិយាយกับបងប្អូនតើវាអាចការពិតបានអត់តែបើបងប្អូនអ្នកនៅខាងព្រៃឈរតើមានជាប់ផែកការនឹងអត់បើអាចប្រាប់បានយើងមើលនៅក្នុងខមមិននៅក្នុងការ live របស់យើងជួយប្រាប់ឲ្យយោបល់មកផងអញ្ចឹងណានឹងជារឿងមួយដែរទី4ផងខ្ញុំបាទតោះចូលរឿងរបស់ខ្ញុំទី5ជារឿងផ្ទាល់ខ្លួនដូចគ្នាដែរខ្ញុំអ្នកនៅខាងព្រៃតបងខាងទន្លេធំហើយស្រុកទន្លេហ្នឹងខ្ញុំអាសាដើរលេងជាងគេគឺភ្ជុំបិណ្ឌហ្នឹងតែម្ដងហើយនៅមួយទៀតគឺចូលឆ្នាំខ្មែរអញ្ចឹងបើពេលចូលឆ្នាំខ្មែរបើយើងនិយាយពីចំនួនឆ្នាំ2000ស្ដើងគឺខ្ញុំនិយាយពីចំនួន2000ស្ដើងដែរយើងអាយុ10ជាងមកស្អីមកចូលចិត្តសប្បាយហើយស្រុកព្រៃតបងហ្នឹងសប្បាយណាស់តែពេលចូលឆ្នាំម្ដងហើយជាពិសេសទៅទៀតនោះគឺខាងទន្លេធំខ្ញុំអ្នកចូលចិត្តងូតទឹកទន្លេជួនកាលបបួលគ្នាអត់បានទេខ្ញុំមានបងប្អូនភ្លុះទៅចូលចិត្តបបួលគ្នាទៅងូតទឹកអ៊ំខ្ញុំតែងតែប្រាប់ដែរថាក្មួយទៅងូតទឹកកុំទៅម្នាក់ឯងកុំទៅពីអ្នកប្អូន
tới bố bố miền om miền pu miền đại chặt khang មានចាស់ចាស់ទៅ miền đại chặt tới bố để xa khmui nè chẩn đấu nó mấy từ ngút tết xa bạch na tai bia chỉ đừng bật thời cha mới bom ôn ở kia dương nè chẩn đấu mấy từ ngút tết nơi cái lại na cái đôi tề thông đi còn lệ tao mấy cái đôi về để tới thời bom ôn thời cha cho ba công tơ mà này anh ai quan dạy tiệt về tới bờ miền khơi nhà vậy để không ai họ châu tết môi cầm chọt tắt năng lên chẳng na chẳng nhóm thua mà đá từ ngút tết bị bom ôn dương tới chỉ còn chẳng ạ tới cho đại khơi tê chẳng về để nhóm chắp đám tới lui từ ngút tết về ta không tết bom ôn đôi mà đừng chăng nâng côi nâng chèn nâng ạ ui tiệt này vì tại trong vậy việc bom ôn đọc này tha về đại dương tới đo tờ lệ nâng hai việc khơi rút hiệp mà nư nâng nâng hai sọ quên chẳng ai họ châu tật luôn dương có miếng nào làm mùi ông quạt hẹp hay nhóm ta cái nào từng ta học tam phụ dương đăng hay phụ đề xa bom ôn cho bạn dạy bom pia này nơi tờ lệ thông nó do mà được chởn đòn ngay và tay pia đã mấy biết sờ bái cho họ tật lê chèn biết chèn bạ tờ lệ nâng thông nâng tờ lệ thông nâng phải tờ bong nâng và sang ngút tắc nó khỏi xa cả muôn vì mình xa mũi nó cả muôn xa cả muôn nâng xa nâng lụa tầm mong phật mong to này lì bát này cái lụa mang buôn là phật mẹ và cái dân đó hay châu tam đào tới đo tờ lệ nó ca cho nó đây nâu châu không tờ lệ nó chở ra về nhé mà đo tờ lệ mình đôi ở đấy tờ lệ bị chèn chẹn bạ bị chặt đọt no về ở đọt chiên còn là chặt đang khơi lụa piếp mà nâng coi cha mơ dân mà mình chỉ mình nâng cái nắp bom ôn biết chị mà nâng không màu tật hay không màu tật nó cứ chị mà nâng đây khơi dân khơi đây mà đòn còn là khơi coi nó phim bốc còn là khơi những đá tới họ châu tật rồi dân không màu tật này màu tật cái dân công từ ngột tật nên ta tiên dân ta gây phụ sa mấy tờ lệ nâng ông ban phẹp đai tha mà đừng ngọc chờ ở tại nẹt chỉ nổ thay đôi do dương phù phong mà đá mà đứa dương mà đẹp nẹt mà năm cái do mà đòn mà đứa cà pi đòn chân chân đó do dương tới 100 lần tới mà nẹt nó chạp chia đấy tam ông lư ông nhom dây ba có tha do tới chân có ba là chạp chia đây do dương mà 100 lần với mà đòn chân họ tật pro nhom hụt mau mà này anh ôi à pe rút nâng cứ tha và lần trong sợi chia là rút rồi chia mẹ là một thay dọn nhẹ khỏi tê dương kha rút bả đá cho bả đá hơi sập cam bọt pe để dương một tắc cặp pung cái đấy là hai cái được tắc cặp pung pe để dương đá tới cho bả đá dương đá tới pe thom đá dương mấy dương cho sợi pe đá tới dọn mẹ làm kha tê pe mau với ngạt đào mà xây cho nó viên kiên cơ phong hay là xây mẹ mến tích nè bị chán nhưng cô mà xây thòng thòng mà đó pe một con rong dương cặp pung tập pay phong hay đó pe chắc mẹ làm với ta ôi anh mấy là bên chân đâu rút anh miền mưa coi miền ấy trong rút ấy trong chư trước đôi ta chương bọc mò chư là dương cho chư và pan na cái đây cái điện linh cái ta chư đây còn ta đo tia ông ơi ông em cười mà được cho ta ông bằng không ai bảo tật ông có đẹp ta là ngay chẳng bạn ta không ai về tới còn đi chờ cái này chân bị khai dương không ai chú chơi của ta cặp bông á để bây giờ vậy tới phải nẹp phải tập bóng quạt đăng tập phù tha nẹp phải tập bóng quạt đăng tha nẹpจะ nổi mấy cứ sáng ngóp nơi khăn cặp bông đăng khỏi xa cả muốn đăng nó quạt đăng riêng nên ở khiên tay mà đo aiแต่ nẹpจะ nổi ทำไม โอเคเนี่ยเนี่ยបានស្ដាប់សាច់រឿងទាំង5របស់គាត់ហើយប៉ុន្តែនៅមួយចុងក្រោយទៀតសាច់រឿងបងseason នេះគាត់ដល់រំលឹកបានតិចមកគឺសំបីតែសម័យខ្លួនគាត់ក៏ដាក់ពើរោមរហូតមកខ្ញុំអត់ការពុទ្ធសាសខ្ញុំនិយាយខ្ញុំដោយសារយើងដឹងថាពេលដែលយើងនិយាយទៅដូចមានអ្វីដូចមានអ្វីដែលនៅចិត្តយើងដឹងចឹងណាមួយវាអារម្មណ៍ភ័យផងណាមួយវាជារឿងបដួនឯងគិនគួររហូតយើងសម័យឃើញរូបភាពហ្នឹងមើលកូនចឹងអញ្ចឹងអ្នកនរគ្នាយល់ឃើញបែបដែរចំពោះសាច់រឿងទាំង5របស់គាត់អ្នកនរគ្នាក៏អាច comment ខាងក្រោមដែរហើយខ្ញុំគិតថាប្រហែលជាមានគ្នាយើងខ្លះថ្មីដែលទៅតែចូលទស្សនាកម្មវិធី Top ភ្លឺ Background ងឹតអ្នកនរគ្នាកុំភ្លេចចូលទៅ Subscribe Channel Smart Asita ដើម្បីតាមដានកម្មវិធី Top ភ្លឺ Background ងឹតជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 9 យប់តើបងអញ្ចឹងយើងតទៅរឿងទៀតមួយបងតាអូខេតាមពិតឥឡូវយើងដាក់បន្ថែមរឿងទៀតហ្មងទៅនៅសល់ពេលដែរតែនៅច្រើនទៀតមួយថែមអូខេតើឥឡូវថែមនេះទី1ខ្ញុំបានទៅស្ដាប់ពីឡានគេមកឯងមានពូម៉ាក់ម្នាក់នៅសៀមរាបទៅមកហ្នឹងថ្មីបាទខ្ញុំទៅមកខ្ញុំមកសភាហ្នឹងគឺមិត្តភក្តិខ្ញុំនិយាយពីរឿងហ្នឹងមួយព្រោះតែហើយតែយើងចង់បង្ហាញសួរមិត្តភក្តិតហ្មងមិនតែមានជួបខ្មោចគាត់និយាយរឿងហ្នឹងតែឥឡូវយើងរឿងហ្នឹងយើងទៅក្រោយគេចោះខ្ញុំនិយាយរឿងប៉ាខ្ញុំស្លាប់ថ្មីនេះតែម្ដងប៉ាខ្ញុំគាត់មានជំងឺទឹកនោមផ្អែមនៅលើឈាមគាត់ស្លាប់មកជាខ្លួនហ្នឹង20ជាងឆ្នាំហើយចឹងបងប្អូនអរគ្នាគាត់ស្លាប់ជា20ជាងឆ្នាំហ្នឹងគាត់គេលើកក្រែបាននិយាយថាមានអាសរុនតិចអាចនំលើកក្រែហ្មងទៅបាទចឹងដល់ពេលវេលាមួយដែលគាត់20ជាងឆ្នាំហ្នឹងអាយុកាន់តែចាស់គាត់កាន់តែទ្រុឌទ្រោមមានពេលវេលាមួយតែខ្ញុំឡើងផ្ទះហើយខ្ញុំនឹកឃើញថាប៉ាមិនបាច់ទៅសៀមរាបទេខ្ញុំនាំប៉ាទៅដើរលេងនៅកោះកុងវាជារឿងមួយដែលធ្វើឲ្យខ្ញុំទុកសោកក៏ជារឿងមួយដែលធ្វើឲ្យខ្ញុំតក់ស្លុតចឹងខ្ញុំចាប់ដើមជិះតាមផ្លូវលបឿនលឿនក៏នឹកឃើញថាអូតអស់គ្នាឃ្លានហើយក៏យើងចោះនៅវារិញនាំវាទៅញ៉ាំអីពេលហ្នឹងប៉ាខ្ញុំចាប់ដើមអាការៈទុនខ្លាំងពេលប៉ាខ្ញុំចាប់ដើមគាត់ធ្លាក់ភ្នែកគាត់ដងបើយើងដាក់កៅអីអង្គុយចេះគាត់ផ្អែកមិនចេះណា
តែដល់ពេលចាប់ដើមប៉ាខ្ញុំក៏សួរប៉ាប៉ាឯងមើលទៅស្រួលទេប៉ាទៅពេទ្យនៅពេញឬក៏ប៉ាចង់ទៅលេងនៅកោះកុងធម្មតាគាត់ស្លាប់ជាហ៊ានខ្លួនគាត់ស្លាប់ហើយគាត់និយាយចោលគាត់ថាបើប៉ាឯងទៅពេញប៉ាបាច់និយាយទេតែបើប៉ាឯងចង់ទៅលេងកោះកុងប៉ាធ្វើកឹមចេះមកអញ្ចឹងណាពួកគាត់និយាយបានពួកគាត់ពេលស្លាប់ជាខ្លួនទីងមាត់ទីងអីស្លាប់ក៏អត់ទៅបានដែរអញ្ចឹងបើប៉ាទៅពេញអត់អញ្ចឹងគាត់អត់និយាយទេអញ្ចឹងណាអញ្ចឹងប៉ាចង់ទៅលេងកោះកុងអត់ ជាយើងកម្រៃខ្លួនឲ្យយើងដឹងជាសញ្ញា ចាប់ផ្ដើមប៉ាខ្ញុំឲ្យអារម្មណ៍បាត់ទៅហើយខ្ញុំថាចែម៉ែក្មួយទាំងអស់គ្នាឥឡូវគិតមិនដែរប៉ាយើងត្រូវការយើងមិនអាចកាត់ក្នុងលក្ខណៈមួយគ្រួសារតែពិភាក្សាកុំឲ្យយកដើរទៅខុសបន្ទុកកូន បាទ អញ្ចឹងក៏សួរចែសួរប៉ាម៉ែសួរម៉ែបើប៉ាឲ្យចង់ទៅអញ្ចឹងណាសួរចែប៉ុន្តែមើលទៅអាការៈប៉ាធ្ងន់ធ្ងរណាក៏អូនខ្ញុំថាឥឡូវយើងធ្ងន់ធ្ងរគិតមិនដែរតែប៉ាយើងចង់ដើរពួកយើងកម្មវិគាត់នៅសៀមរាបមកព្រោះលោកមុនប៉ានៅសៀមរាបខ្ញុំចូលចិត្តនាំគាត់ដើរលេង បាទ អញ្ចឹងខ្ញុំថាមិនដែរចែតោះតាមគាត់មកទៅអញ្ចឹងណាគាត់ជិះតាមផ្លូវមិនដូចពីមុនឡើយគាត់អាចយកដៃទាញចែកាន់អញ្ចឹងបានដៃគាត់ស្លាប់ជាងខ្លួនដៃស្ដាំគាត់មានដៃឆ្វេងគាត់ថឹងទាញអញ្ចឹងបានអញ្ចឹងណា ទប់អា ទប់អាកន្លែងថ្នឹងអាកន្លែងឡានយើងដើម្បីយើងទប់ដំណឹងគាត់ បាទ ហើយដល់ពេលអញ្ចឹងទៅគាត់លេងទប់លេងបានហើយគាត់ទៅជាតម្លាក់ផ្អៀងរហូតខ្ញុំថាចែប៉ាមើលចែមិនដែរប៉ាធ្លាក់ភ្នែកណាចែមិនដឹងដែរក៏សួរប៉ាទៀតប៉ាឯងចង់ទៅលេងកោះកុងអត់ទៅផ្សារឆាញ់អត់ព្យាយាមឲ្យសញ្ញាយើង បាទពេលទៅដល់កោះកុងចន្លោះហ្នឹងគឺមេឃភ្លៀងទៀតដល់ពេលអញ្ចឹងទៅមេឃភ្លៀងទៀតមុនទៅដល់កោះកុងកន្លែងក្រុងមានលោកយាយម៉ៅមួយឆ្វេងដៃ បាទ ខ្ញុំក៏ថាអូយបងបកឡានក្រោយមកវិញបន្តិចបងខ្ញុំទៅអត់ធូបលោកយាយម៉ៅបន្តិចព្រោះខ្ញុំជឿលើអ្នកថែរក្សា បាទ ខ្ញុំជឿលើអ្នកថែរក្សាខ្ញុំទៅនិយាយជាមួយលោកយាយម៉ៅនិងលោកតាលោកយាយបើប៉ះសិនតាខ្ញុំបើគាត់ទៅឲ្យគាត់ទៅដោយស្រួលតែបើប៉ះសិនណាបើគាត់មានជីវិតរស់សូមបន្ទាប់ពីការសប្បាយនៅកោះកុងនឹងហើយសូមឲ្យគាត់មកវិញព្យាបាលនៅពេទ្យឲ្យគាត់មានជីវិតមើលពលឺថ្ងៃឲ្យបានកូននាំគាត់ដើរលេងទៀត បាទ តែប៉ាខ្ញុំគាត់ថាអមេរិកកម្មប៉ាខ្ញុំកម្មស្លាប់ជាងខ្លួនលើកខែ20ឆ្នាំគេថាអមេរិកកម្មមិនស្លាប់ជាងខ្លួនកាត់ជើងទៀតតំណុំផ្អែមកាត់ជើងទៀតហើយដល់ពេលអញ្ចឹងទៅក៏នាំគាត់ដើរលេងចុងក្រោយបំផុតនោះមានកន្លែងអាសនៈលោកយាយម៉ៅមួយនៅមានព្រះអង្គគង់ឃ្លោកមួយនៅកន្លែងក្រុងចូលពីគេថាចូលតែផ្លូវទៅទល់ដែនយើងហ្នឹងហ៎ក៏ខ្ញុំឡើងទៅដល់លើខ្ញុំទៅអត់ធុបទៀតលោកយាយបើគាត់ទៅក៏ឲ្យគាត់ទៅតាមឡានដូចថាមនុស្សយើងម្នាក់ៗក៏ឲ្យគាត់នៅឆ្ងាយស្លាប់នៅឆ្ងាយអញ្ចឹងលបាជើងគាត់ទៅអញ្ចឹងណាសូមឲ្យគាត់មានជីវិតទៅអញ្ចឹងណាតែបើដល់ពេទ្យកុំឲ្យគាត់វេទនាទៅតែហ្មងទៅតែបើគាត់មានជីវិតសូមលោកយាយជួយនេះផងឬក៏ក្នុងចិត្តយើងបានតាំងចិត្តអីឬក៏កាត់បន្ថយអាយុកូនប្រហែលដែលអាចរស់បានជីវិតឯងជួយឲ្យគាត់បានរួមមានជីវិតបន្តទៀតទៅឲ្យគាត់បានសុបាយហើយអញ្ចឹងទៅហើយពេលដែលអត់ធូបព្រះអង្គគង់ខ្លងហ្នឹងយើងក៏ចាក់កាពីហ្នឹងទាំងអស់គ្នាចាក់ល្អទាំងអស់គ្នាហើយដល់ពេលទៅបនលោកយាយមកយើងមានកន្លែងចាក់កាពីទេយើងបានតែបនទេចាប់ផ្ដើមពីពេលហ្នឹងមកមើលប្រការៈចង់ក្រោយព្រាមបិបម៉ែប៉ាម៉ែចែប៉ាស្រួលទេតោះយើងបញ្ចប់តែនឹងចាស់ព្រោះតាំងពីពេលយប់ហ្នឹងមកដែលយើងនាំគាត់ទៅបន្ទប់ទឹករដងយើងទប់គាត់បានចូលបន្ទប់ទឹកនេះគាត់ជើងទុនដៃខ្លួនទុនទាំងអស់យើងធម្មតាយើងមកតែគាត់យើងត្រូវលីប baby គាត់យើងត្រូវការកម្អយនេះអាចនំលើពូគេអញ្ចឹងណាលីប baby លីបអីវិញខ្ញុំថាម៉ែអត់ស្រួលទេតោះឥឡូវយើងមិនដែរតោះឥឡូវនាំគាត់ទៅផ្សារបន្តិចទៅប៉ាផ្សារទៅតាំងពីថ្ងៃទៅពីរែងហ្នឹងគាត់ផ្សាយលេងបានរហូតដល់យើងនាំគាត់ទៅផ្សាយរបស់ឆ្ងាញ់គាត់ផ្សាយលេងបានដែរមកសេចថាលេងត្រង់មាត់ហើយគាត់ទិញទឹកកជាកម្មគាត់ទិញផ្លែតរ៉េនគាត់ទិញឲ្យគាត់ផ្សាបញ្ចក់ឲ្យគាត់ផ្សាលេងទៅមុខទាំងអស់បាទស្អីថាគាត់លេងត្រង់លេបលេងចូលបាទគាត់លេងត្រង់អញ្ចឹងយើងក៏មានអារម្មណ៍មួយថាម៉ែយើងអត់ធូរទៅវិញទៅលឿនតិចទៅប៉ាសើស្រួលទេយកគាត់ចូលគាត់ចាប់ដើមព្រាមពឹបប៉ាចាប់ដើមអុកស៊ីហ្សែនគាត់នេះឲ្យបាត់ឯងដល់ហក់ដូចថាអ្វីដែលយើងអត់ធូរនេះដូចលោកយាយឲ្យគាត់នេះអញ្ចឹងណាហើយគាត់ដូចជួយយើងតាំងពីកោះកុងមកដល់នេះមកដល់បំពេញរៀងមេឃឪម៉ែខ្លាំងគាត់ចាប់តាមដល់ហក់យើងទៅទាំងភ្លៀងមកដល់ផ្ទះណាអត់ទេម៉ែតោះយកទៅពេទ្យលោកសង្ឃជាបញ្ញាហើយដល់ពេលអញ្ចឹងទៅចេះដល់ពេទ្យលោកសង្ឃព្រាមបឹបប៉ាខ្ញុំចាប់ដើមគេវាស់បេះដូងពួកអីហ្នឹងគេបាននិយាយថាគាត់បេះដូងគាត់មិនទេនៅសល់មួយចំណិតខ្លាំងគាត់អស់មិនទេគាត់គៀបសរសៃពាក់កណ្ដាលឈាមគាត់លេងដឹងអ្វីទាំងអស់ហើយគឺក្នុងខូចសឹងតែពាក់កណ្ដាលទាំងអស់ហើយហ្នឹងបាទស្អីគាត់ស្លាប់ជាងខ្លួនវាចូលដូចថាមនុស្សយើង20ឆ្នាំជាងដែរហើយគេថាអ្នកស្លាប់ជាងខ្លួនអស់លេខអ្នកមើលថែ10ឆ្នាំ10ឆ្នាំឯប៉ាខ្ញុំតដូមផ្អែមផង20ឆ្នាំផងគឺឲ្យកូនចៅបានរស់ឲ្យឃើញអញ្ចឹងណាតែដល់ពេលឲ្យឃើញតែគាត់អ្នកមានកម្មវិញអញ្ចឹងណាពេលហ្នឹងទេពេលក៏គេនិយាយដែរតើគួរឲ្យគាត់ហ្នឹងព្យាបាលនៅហ្នឹងឬក៏យកទៅផ្ទះវិញតែមានពេទ្យគេប្រាប់
ហើយជាមិត្តភក្តិស្គាល់គ្នាថាបើព្យាបាលក៏អត់ជាដែរយកគាត់ទៅស្ដាប់ធម៌ទៅ4យើងចាស់ពីដើមឡើយ ហ្នឹងហើយ នៅសដង្ហើមគឺឲ្យស្ដាប់ធម៌អញ្ចឹងក៏ហៅប៉ាអញ្ចឹងប៉ាឥឡូវប៉ាទៅផ្ទះថ្មងទៅប៉ាអីប៉ាទៅផ្ទះហ៎ចឹងណាពេលដែលយកគាត់ទៅផ្ទះហ្នឹងយើងដឹងអាការៈគាត់ហើយតែមុនអាការៈគាត់ហ្នឹងមកយើងមានហៅពេទ្យឯកជនផ្សេងចូលមកអញ្ចឹងទៅនេះឲ្យលេងគាត់យកថ្លៃពេកថ្លៃដែលយើងកំពុងមានធ្លាក់ដុនដាបអស់គ្នាក្នុងគ្រួសារអញ្ចឹងណាតែយើងមិនមែនថាយើងធ្លាក់នឹងយកជួយគាត់ទេយើងនឹកឃើញថាឥឡូវមិនដែរតែបងស្រីនៅអូស្ត្រាលីចាឥឡូវក្នុងពេទ្យមួយខែចំណាយចូល$3,000ទាំងគីណេទាំងអុកស៊ីហ្សែនទាំងថ្លៃថ្នាំទាំងអស់គ្នាមានសមត្ថភាពទេខ្ញុំអាចជួយមួយខែបាន$1,000ម៉ែនឹងចង្វាន់អញ្ចឹងបងស្រីឈ្មោះជាធាជួយមិនខ្លះអូនទៅចាយក៏អត់បានដែរតែចាយជួយអញ្ចឹងអូនឯងមើលទឹកព្យាបាលគាត់រាល់ថ្ងៃអីអញ្ចឹងទៅពីស្អែកឡើងយើងភាសាមួយពេទ្យហើយអស់ណា បាទ ថាយើងនិយាយអញ្ចឹងមុខបាយអញ្ចឹងអីហើយភ្លាមបឹបអញ្ចឹងហើយក៏នឹកឃើញថាតោះចាយយើងប៉ាមើលទៅស្រួយយើងនិមន្តលោកមកហើយយាយស្ដាប់ពធហើយគាត់ស្ដាប់ឮយើងនិយាយពីការព្យាបាលដោយអស់ប្រមាណអីចឹងទៅហើយបិចែកដនទៀតរឿងនេះវាជារឿងពិតបងប្អូនអរគ្នាប៉ាខ្ញុំគឺបានរៀបចំទៅបាត់ហើយព្រលឹងធំគាត់ទៅបាត់ហើយព្រលឹងធំគាត់បាត់ហើយខ្ញុំអត់ដឹងថាព្រលឹងអីនៅទេព្រោះដោយសារពេលហ្នឹងគាត់ស្ដាប់លេខបានភ្នែកគាត់គេថាឡើងស្អីគេមិនអីចឹងណាគាត់លេងឆ្លើយអ្វីទាំងអស់បានតែអង្គុយយំអញ្ចឹងក៏ហៅលោកនិមន្តបដាហើយអញ្ចឹងទៅមុនលោកនិមន្តមកអញ្ចឹងណាក៏មានខ្លែងស្រាក់ហ្នឹងវានៅពីមុខផ្ទះហ្នឹងតែហ្មងហើយដល់ពេលអញ្ចឹងទៅឃើញខ្លែងស្រាក់ហ្នឹងភ្លាមតែខ្លែងស្រាក់មកមុខផ្ទះខ្លែងស្រាក់ហ្នឹងវានៅពីមុខផ្ទះយើងប្រឹងជេរយើងសុំទោសយើងប្រើពាក្យពួកខ្លែងស្រាក់ហ្នឹងគេឲ្យប្រើពាក្យ បាទអាស្រួលបាទ ឯងមកមើលឯងចេញយកថ្មគប់វាបដាអញ្ចឹងវានៅស្រែកគាត់និយាយមួយចែកខ្លាំងទៀតចឹងនេះអូស្អីគាត់ជេរម៉ែក៏ឃើញគេមកយកប៉ាគាត់លើខ្លាំងទៀតចាវាហើពីនៅវាទៅធំដល់ទៀតវាមើលមកទៀតគាត់ទៅចាប់ឡើងហើយព្រាមបឹបមិនខ្ញុំថាចាខ្ញុំឡើងទៅដេកមុនហើយចាអត់មកបាយជាមកម៉ាខ្ញុំលេចខ្ញុំទៅយប់ទៅហៅលោកទៅឲ្យកន្លែងផ្កាយមិនចែកទេមកអូណាប៉ាទៅហើយចាំមកចុះទៅគាត់បាយប្រពន្ធគាត់មួយយើងជួលគេដែរឯកជនអង្គពិសេសដល់ពេលចឹងទៅដល់ពេលទៅខ្ញុំឃើញខ្លាំងស្រាខ្ញុំជឿមាននោះនេះហូតធម្មតាយើងមនុស្សម្នាក់យើងនឹងស្រាប់ហើយមនុស្សដែលធ្លាប់ឃើញមុខគ្នាពេលទៅអញ្ចឹងយើងនេះហើយចាប់ដាក់ធ្វើបនហើយ7ថ្ងៃក្រោយគាត់ដូចមិនឲ្យបងស្រីខ្ញុំមើលឃើញមុខធម្មតាបងស្រីតែមើលថែនឹងម៉ាក់ខ្ញុំតែខ្ញុំមើលឃើញ7ថ្ងៃក្រោយអោនេះមានយកសពអីខ្ញុំយកសពឃើញប៉ាប៉ុន្តែប៉ាអត់និយាយស្ងាត់តែ7ថ្ងៃក្រោយហ្នឹងចាគាត់សួរអូន7ថ្ងៃក្រោយមិនដែរចាប៉ាមកឈរនៅផ្ទះខ្ញុំនៅជាន់ទី1ខ្ញុំគេបន្ទប់មួយប្តីខ្ញុំហ្នឹងខ្ញុំថាចាប៉ាមកម្ដងនេះមកទាំងមានជើងមកទាំងមានដៃអត់កញ្ញាយទេប៉ុន្តែគាត់មើលមុខខ្ញុំទេខ្លាចខ្ញុំភ័យឬក៏យ៉ាងម៉េចអញ្ចឹងណាគាត់មើលទទួលកៅអៅតែខ្ញុំដេកហ្នឹងខ្ញុំមិនមែនគាត់ថាខ្ញុំដេកអាលាវឬក៏ដេកនេះអីចឹងទេខ្ញុំឃើញប៉ាខ្ញុំក៏សួរបែរមកធ្វើអីតែក្នុងខ្លួនយើងយើងគាត់ថាគាត់ស្ដាប់ទេគាត់អត់និយាយគាត់ឈរមើលទូចឹងតាប៉ាមានមកធ្វើអីប៉ាសួរគាត់ឆ្លើយយើងទៅដេកទៅវិញទៅស្អីឡើងមកយើងនិយាយប្រាប់បងស្រីទៅប៉ាមកបែរជាគាត់ចាប់ប្រាប់ថាគាត់ឥឡូវផតកាមអីមានដៃជើងវិញត្រង់ពួកជើងគាត់កាត់ទៅដល់ពេលចឹងទៅតែគាត់មកមិនឲ្យកូនខ្លាចទេតែខ្ញុំខឹងគេខ្លាចស្រាក់នឹងមកវាដូចទៅដល់ប៉ាខ្ញុំទៅវាឈរពីមុខផ្ទះហ្នឹងពិសេសចុះដល់ពេលបងឃើញគាត់ឆោតមើលទូកអាវហ្នឹងបងមានបានទៅឆែកទូកអាវហ្នឹងទៀតអត់ឆែកទេព្រោះគាត់ឈរពីឡៃខែខ្ញុំខែក្បាលខ្ញុំបែរទៅឡៃគាត់ឈរមើលមកខាងទូហើយដល់ពេលចឹងតែខ្ញុំប្រាប់ទៅតែគាត់មកអត់មានឲ្យយើងខ្លាចទេតែយើងខឹងខ្លាចស្រាក់យើងនោះវាសេកនោះដឹងថាអូម៉ែគាត់បងស្រីគាត់ដឹងតែថាទៅផាត់យប់ហ្នឹងទេអានឹងរឿងហ្នឹងបាទអ្នកទាំងអស់គ្នាបានស្ដាប់
រឿងផ្ទាល់ខ្លួនរបស់គាត់អីនេះគឺជារឿងប៉ារបស់គាត់ដែលយើងអាចនិយាយថាអបិយជំនឿក៏ថាបានដែរណាបងតាក់ទងនឹងផ្លូវទៅកកុងដែលគាត់ប៉ាគាត់បានខូចមកជំនាញខ្លួន20ឆ្នាំហើយតែបងប្អូនគាត់ឬក៏ជាមួយនឹងគាត់បានយកគាត់ដើរលេងជាលើកចុងក្រោយយើងអាចនិយាយចឹងបានណាបងជួនគាត់ពេលដែលយើងជួនគាត់ដើរលេងឡើងលើឡានដូចអីតែគាត់មានកម្លាំងគាត់តោងយើងអីចឹងអីចឹងតែចាប់ដើមឡើងលើឡានព្រៀមបឹកមិនតែគាត់ទៅជាចឹងតែយើងត្រូវទៅសួរគាត់ហើយព្រោះធម្មតាចឹងក៏បានមានចំនួនក្នុងគ្រួសារត្រូវទៅសួរពាក្យសារគ្នាបាទតែចឹងសួរប៉ាចង់ដើរចឹងនាំតាមអ្វីដែលគាត់ចង់បានទាំងអស់ចឹងណាតែគាត់ទៅយើងអន់ចិត្តរឿងថាយើងយកចេញពីពេទ្យហើយព្រៀមបឹកយើងពិភាក្សាដូចគាត់មិនចង់ឲ្យកូនចៅអស់លុយណាបាទថាពិភាក្សាទៅសួរប្រខែ3000ហើយពេលហ្នឹងសេដ្ឋកិច្ចធ្លាក់ចុះខ្ញុំក៏អត់មានលុយដែរលើផ្ទះធ្វើនឹងធ្វើផ្ទះហើយយើងសងលុយធនាគារអត់សងលុយថ្លៃសំណងថ្លៃជាងវាអស់លេងដល់ពេលចឹងទៅយើងនឹកថាឡើងផ្ទះឡើងអីជូនគាត់ដើរលេងម្ដងទៅជាអញ្ចឹងប៉ុន្តែបើសម្រាប់ខ្ញុំគិតថាគាត់អស់បាប្រកម្មគាត់ទៅបានសុខវិញដោយសារគាត់នៅលើហ្នឹងគឺពិបាកដល់កូនគាត់ជាពិសេសគឺខ្លួនគាត់ហ្នឹងហ្មងដែលគាត់ពិបាកអាហ្នឹងមួយដែរមួយទី2អាដូចខ្ញុំនិយាយចឹងយើងពិភាក្សាមួយគ្រូពេទ្យអីហ្នឹងរឿងថាអូយចែប៉ាបើថ្លៃគីណេថ្លៃថ្នាំនិងអុកស៊ីសែនមួយខែ3000អញ្ចឹងណាទៅដល់គាត់ស្ដាប់ឮអញ្ចឹងយើងនិយាយពេលថ្ងៃអញ្ចឹងទៅពេលយប់ឡើងអញ្ចឹងទៅគាត់គាត់បាក់ទឹកចិត្តបើគាត់ទៅអត់ចង់ឲ្យកូនបាក់បាទដល់ពេលអញ្ចឹងទៅខ្ញុំថាចៅជួយមកខ្លះមកក៏អូខេអញ្ចឹងចៅជួយប៉ុណ្ណេះម៉ែជួយប៉ុណ្ណេះមកខ្ញុំជួយប៉ុណ្ណេះមកយើងស្ទះគ្នាយើងធ្វើមិនខ្លះគីណេថ្លៃថ្នាំអីអញ្ចឹងវាអត់ច្រើនទេមួយខែ3000ច្រើនអញ្ចឹងយើងຕົកបានប្រហែលខែប៉ុណ្ណឹងអាហ្នឹងតាមលទ្ធភាពបាទតែការបងអូនខ្ញុំស្លាប់នោះដោយសារអុកស៊ីសែនណាហ្នឹងគេថាស្លាប់តាំងវេះកាត់តាមខួរក្បាលលើកទី1មែនហ៎អានេះខ្ញុំនិយាយការសុំខ្មោចប៉ុន្តែពេលដែលឡានបងអូនខ្ញុំបងភ្លួបាទចាំពេលដែលវេះកាត់ខួរក្បាលហ្នឹងគឺងាប់តាំងពេលហ្នឹងមកតែពេលដែលគាត់រស់ហ្នឹងរស់ដោយសារអុកស៊ីសែនទេតែខ្ញុំអត់សុំបញ្ជាក់ពេទ្យក៏ឲ្យប៉ះពាល់ពេទ្យគេហ្នឹងបាទយល់ចឹងអ្នកនរគ្នាយល់ឃើញមិនដែរចំពោះរឿងប៉ារបស់គាត់ដែលគាត់បានចែកម្លែកវាជារឿងតោះខ្លួនរបស់គាត់តតែម្ដងហើយមួយទៀតដូចយើងបានដឹងអីរឿងផ្សាយស្រាក់ទុំដបូលផ្ទះអ្នកណាផ្ទះអ្នកនឹងអាចបាត់បង់សមាជិកគ្រួសារឬក៏មានគ្រោះថ្នាក់ធំទោះមិនបាត់បង់អាយុជីវិតក៏អាចនឹងមានគ្រោះថ្នាក់ដែរហ្នឹងតាមអបិយជំនឿដែលបុរាណខ្មែរយើងឮតែនិយាយតគ្នាមកណាបងបាទឥឡូវយើងសូមបញ្ចប់រឿងប៉ាបងធំនេះទៅហើយយើងឲ្យបងមានពេលសម្រួលអារម្មណ៍តិចហើយយើងនឹងបន្តទៅរឿងទី6របស់យើងទី7ទី7របស់យើងហ្មងបាទទេសម្រួលអារម្មណ៍បានគាត់ថាយើងចេះសម័យគ្រូភាពនៅថ្មីហើយយើងក៏សិតចិត្តកោសក់ទៅបួសហើយគាត់ទៅប្រកាន់ភ្ជាប់អត់ទទួលទានអាហារមុនម៉ោង12បងប្អូន7ថ្ងៃហើយដល់ពេលអញ្ចឹងទៅកោសក់អញ្ចឹងទៅយើងប្រកាន់ភ្ជាប់តែយើងធ្វើចិត្តអត់បានចេះតែមានរឿងរ៉ាវនេះធ្វើរឿងរ៉ាវនោះធ្វើឲ្យយើងដូចតែជាលេងស្ងប់ព្រោះដោយសារពេលដែលយើងកំពុងតែកោហ្នឹងគឺយើងកំពុងតែថាយើងធ្វើខ្លួនយើងដូចជាព្រះដើម្បីយើងធ្វើអាហារទូកសោផលបន់ទៅគាត់អញ្ចឹងតែយើងទៅក្នុងផ្ទះហ្នឹងវាចេះតែមានរឿងរ៉ាវក្នុងចិត្តយើងវាទៅជាយើងការកោសក់ហ្នឹងវាមានរឿងរ៉ាវរហូតតកតុយហើយឃ្លានពេលដែលយើងកោសក់ហ្នឹងឃ្លានបើតាហ៊ានលួចញ៉ាំទេព្រោះតែមុនម៉ោង12យើងញ៉ាំអីហើយពេលហ្នឹងទៅកាកគឺមិនឲ្យញ៉ាំហ្មងទូថាអាទឹកក្រូចចំហួយហ្នឹងមានតែក្តៅឲ្យតែមានកាកទឹកស្រ័យក៏អត់បានបាទសឹងពេលហ្នឹងអត់លក់ដល់ម៉ោង2ម៉ោង3ក៏ប្រហោះញោមអាត្មាឈឺអាត្មាឆានអីបានអត់ប៉ុន្តែចេះវិញក្បួនប្រសងដែលយើងបួសគ្មានព្រាមអញ្ចឹងណាពេលដែលយើងឈឺមានលោកគាត់ខមមិនថាប្រសិនណាបើព្រះអង្គឈឺអាពាតអញ្ចឹងព្រះអង្គអាចឆានបានពុទ្ធសាសយើងឆានដើម្បីជីវិតតទៅមុខអញ្ចឹងណាអត់មានខុសអីវិន័យអីអញ្ចឹងទេអានៅក្នុងសភៅគេមិនអញ្ចឹងណាអញ្ចឹងអាត្មាក៏យប់ឡើងទៅមានអាស្អីគេកជាកម្មផងមានអាក្របស្អីគេពណ៌ក្រហមអីផងហើយនឹងមានស្អីអាកជាកដុលអីផងមានសណ្ដែកផងមានអីលីគ្រប់មុខអានេះទឹកអីគេហ្នឹងធ្វើខ្លួនឯងទៅយប់ធ្វើទៅយកវាឆានទៅយកកម្លាំងតិចខ្លាចខ្ញុំពេលហ្នឹងអាពាតម្ដងដែរបាទខ្ញុំតែផ្ដាសាយគឺឃ្លានខ្លាំងហ្មងទៅញ៉ាំទៅអួតមកវិញតែផ្ដាសាយត្រឡប់ខ្ញុំណាអញ្ចឹងពេលហ្នឹងខ្ញុំអាពាតដែរខ្ញុំមីក្រកោអូខេឥឡូវយើងទៅរឿងបន្តរបស់យើងគឺជាសាច់រឿងទី7រឿងចុងក្រោយនេះទៅមកពីសៀមរាបនេះតែម្ដងក៏ចង់ដឹងដែរដើម្បីលើកយករឿងហ្នឹងមកនិយាយប្រាប់បងប្អូនអរគ្នារឿងហ្នឹងដឹងពីពូម៉ាក់ខ្ញុំឈ្មោះអាជូនៅសៀមរាបអាជូហ្នឹងគេមានប្រពៃណីគេមួយនៅខាងលវីឯមយើងនេះតែឆ្លងដអរិយខ្សាច់យើងទៅស្វ័យជ្រុំនេះរឿងអ្នកដែលធ្វើច្រើនអ្នកនៅស្រុកក្នុងពិភពហ្នឹងពីទូចឡើងគេចូលចិត្តដិតខ្មោចនៅមាត់ទន្លេហ្នឹងប៉ុន្តែនៅក្រោមដើមស្វាយអញ្ចឹងនៅពេលដែលចាប់ដើមដិតខ្មោចហ្នឹងគេយកដើមចេកហ្នឹងយកមកដិតខ្ញុំអត់យល់រឿងដើមចេកឬក៏គេដាក់ក្របដើមចេកធေါ်ពីក្រោមឬក៏ដាក់ដើមចេកដិតមិនខ្ញុំអត់តន់យល់ក្នុងចំណុចហ្នឹងដែរព្រោះគាត់និយាយមកគាត់អត់ច្បាស់ខ្លួនគាត់យើងក៏យករឿងហ្នឹងមកនិយាយតែហ្មងទៅដិតខ្មោចហ្នឹងវាមិនដឹងថាខុសអីឬក៏យើងខ្មោចហ្នឹងវាយ៉ាងម៉េចវាកាយសាហាវយ៉ាងម៉េចឬក៏ធ្វើអីឬក៏ឆ្មាហ្នឹងវាកន្លងឬអីចឹងណាតែរឿងខ្មោចបងប្អូនបំផុតប្រយ័ត្នបំផុត
តាំងពីអ៊ំខ្ញុំឬក៏ប្អូនខ្ញុំស្លាប់ខ្ញុំស្លាប់គឺប្រយ័ត្នប្រយែងជាងគេរឿងឆ្មាមែនឆ្មាខ្មៅ បាទ ឆ្មាសបល់សសបល់អីតាឆ្មាខ្មៅនេះមួយហាមដាច់ខាតរឿងចូលក្នុងផ្ទះ មួយឆ្មាសបល់3មួយទៀត ឆ្មាសបល់3ដែរ បាទ ហើយដល់ពេលអញ្ចឹងទៅខ្មោចហ្នឹងក៏ដិតខ្មោចហ្នឹងក៏ស្លាប់អញ្ចឹងទៅគេយកដង្ហែដិតយកទៅដិតនៅមាត់ទន្លេនៅល្វីឯមហ្នឹងដឹងពីអាជូហ្នឹងមកដិតទៅវាមិនដឹងជាខុសអីឬក៏ខ្មោចហ្នឹងវាជាលក្ខណៈមួយកាច់សាហាវអីឬក៏លក្ខណៈមួយមានគំនុំអីឬក៏ឆ្មាកន្លងគាត់និយាយច្បាស់ដិតហ្នឹងដិតផ្ញើដងវាមិនដឹងដិតផ្កាប់ខ្មោចយើងដិតផ្កាប់ដិតផ្ញើ អត់ទេតាមជំនាន់មុនគេដុតផ្កាប់ដោយសារអត់មានមេនអញ្ចឹងតសៃទាញទៅអាចងើបអង្គុយឬក៏លោតពេលដែលអត់ទាន់មានមេនគេដុតផ្កាប់ពេលដែលមានមេនហើយគេដុតផ្ញើធម្មតាដោយសារអីមានមេនទប់ហើយគេរឹងមាំណា ត្រូវអញ្ចឹង បាទ វាមិនដឹងជាអីជំនាន់មុនត្រូវអញ្ចឹងគាត់និយាយដិតផ្កាប់តែនេះរបៀបអីមិនទៅដាក់ផ្ញើគាត់ប្រាប់ខ្ញុំថាផ្ញើអញ្ចឹងណា ហ្នឹងហើយ តែគាត់ថាការដិតហ្នឹងដើមស្វាយនៅនឹងតលេនៅនឹងខ្មោចដិតនៅនឹងដិតភ្លាមបុកបងប្អូនហើយដូចថាដិតទៅវាខ្លោចមុខខ្លោចអីឆេះសក់ឆេះលេងមកស្ទូភ្លាមបុកអានៅសាច់មិនតន់សសាច់ហ្នឹងភ្លាមបុកអាមនុស្សនឹងទៅហក់ពុំដូចកញ្ចែងចេកតាមឈើអញ្ចឹង បាទ ពុំជាប់ស្រឡាច់អញ្ចឹង ជាប់អញ្ចឹងនៅ បាទជាប់អញ្ចឹងហ្មងស្រឡាច់មនុស្សដែលហាទៅចូលរួមប្រហែលកំថាឡើយមនុស្សតាអាចារ្យសមិទ្ធប្រសងក៏រត់ផ្អើពេញនឹងដែរ រត់ ហើយដល់ពេលអញ្ចឹងទៅគេថាទេដូចជាអត់មានឆ្មាអីទេតែដិតនឹងដូចយើងនិយាយរឿងសរសៃទាញនឹងអត់អញ្ចឹងណា បាទ តែខ្ញុំបានសួរបញ្ជាក់ថាតើគាត់និយាយថាចេះដិតនឹងវាមិនខុសតំណងដាក់ដិតនឹងមិនដឹងផ្កាប់ឬក៏ផ្ញើអញ្ចឹងយើងនិយាយយកពាក្យនឹងមិននិយាយនឹងខ្ញុំអត់ដឹងថាពីដើមហើយអ្នកនៅខាងលវីអែមបើដើមលឺពាក្យនឹងហើយតើដូចគាត់និយាយអត់ព្រោះគាត់អ្នកនៅលវីអែមមានដើមស្វាយមួយនៅមាត់ទន្លេចូលចិត្តដិតខ្មោចនៅកន្លែងចិត្តនឹងហក់ទៅតោងដូចទៅចាញ់ចេញអញ្ចឹងតោងឡងស្អិតត្មងហើយប៉ុន្តែតោងស្អិតហើយខ្មោចនឹងមិនមែនជាលក្ខណៈមួយថាបិទភ្នែកទេណាបើភ្នែកទៀតហើយស្លក់ទៅជុំគេរត់ឡើងផ្អើពេញនឹងកំថាឡើយតើប្រជាជនតាអាចារ្យនៅប្រសងក៏លើស្បងជាពោរត់ចោលសិនដែរ ខ្ញុំដឹងរឿងហ្នឹងតែខ្ញុំអត់ដឹងថាមែនតើឬក៏អត់ទេដោយសារចេះខ្ញុំមានកម្មវិធីមួយទៀតឲ្យគេខលចូលហើយអ្នកខលចូលហ្នឹងគឺមានភ្លុកដុតបូជាសាសពអញ្ចឹងគាត់ប្រាប់ថាជំនាន់មុនហ្នឹងគេបូជាអញ្ចឹងគេបូជាផ្កាប់ដោយសារដឹងតែលោតដែរបើបូជាផ្កាប់ពីច្រើនដល់លោតបើអញ្ចឹងក៏ងើបអង្គុយដែរ បាទ ដោយសារតែសៃទាញអញ្ចឹងណា យល់ បាទអញ្ចឹងគេបូជាផ្កាប់ប៉ុន្តែឥឡូវមានមេនអីត្រឹមត្រូវ បាទ អញ្ចឹងគឺគេបូជាផ្កាទោះទៅណាក៏អត់ទៅណារួចដែរគេដូចក្នុងចក្រានក្នុងឆ្នាំងមួយអញ្ចឹងយើងនិយាយមកទោះចោះដូចក្នុងឆ្នាំងអញ្ចឹងជំនាន់មុនគឺគេដាក់តែដើមចេកហើយដើមចេក 4 5 អញ្ចឹងហើយដាក់សពពីលើហើយដាក់អុសដាក់អីអញ្ចឹងពីក្រោមអញ្ចឹងមក បាទ នឹងចំណុចនឹងដែលដល់ពេលអញ្ចឹងទៅខ្ញុំក៏សួរបន្តទៅទៀតថាយ៉ាងម៉េចដែរនៅពេលដែលតុងតោងជាប់អញ្ចឹងហើយគេថាពេលនឹងទេរត់លេខទៅឲ្យហើយបានចាប់ដាក់មកស្ទុះក្រោយបានគេមកវិញទាំងអស់គ្នា ឃើញនៅនឹងដែរ បាទឃើញតោងជាប់អត់លបោត អត់លបោទេ បាទតោងស្អិតឡើងជាប់អត់មានដូចថាតោងនេះហ្មងណា បាទ តោងឡើងជាប់ដូចកញ្ចាំងជ័យអញ្ចឹងក៏ទាញមកវិញប៉ុន្តែទាញមកវិញក្នុងលក្ខណៈមួយមិនមនុស្សត្រង់ទេ អង្គញហើយ បាទរៀងកង់អញ្ចឹងអីចឹងប៉ុន្តែរបៀបភ្នែកស្លាប់ហ្នឹងដែលគាត់និយាយហ្នឹងដល់ពេលអញ្ចឹងទៅយើងក៏មានអារម្មណ៍មួយថាតើវាជាសរសៃទាញឬក៏វាជាគំនុំ យើងបែងចែកដាច់ដែរ បាទធម្មតាមនុស្សយើងស្លាប់ត្រូវបិទភ្នែកទៅទេ បាទ តែនេះវាបើកភ្នែកវាដូចស្លាប់អីចឹងគាត់ថាបែរមកស្លាប់អញ្ចឹងអ្នកភូមិអញ្ចឹងហើយរត់ឡើងផ្អើពេញហ្នឹងនេះអ្វីដែលខ្ញុំដឹងពីមិត្តភក្តិមកវិញអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះខ្ញុំសូមអភ័យទោសផងអ្នកខាងលវីឯងពួកដោយសារនេះខ្ញុំដឹងពីមិត្តភក្តិខ្ញុំមកជួខាងនៅពីតូចព្រោះឥឡូវគាត់អាយុ45ហើយអញ្ចឹង ចឹងអូយូរហើយត្រូវ បាទដល់ពេលគាត់និយាយពីតូចមកអញ្ចឹងអ្នកនៅខាងមាត់ទន្លេនៅដើមស្ប៉ៃហ្នឹងបើរឿងនេះជារឿងពិតចាំយើងចូលខមមិននៅក្នុងការបង្ហោះនឹងផងអញ្ចឹងអ្វីដែលខ្ញុំនិយាយមានប៉ុណ្្នឹងទេហើយការនិយាយទៅវាប៉ះពាល់ត្រង់ចំណុចណានោះសំខាន់តែបៃតូតែពេលខ្លះវាជារឿងពិតរបស់ផ្ទាល់ខ្លួនតែចែករំលែក បាទ តាមពិតខ្ញុំមានរឿងផ្ទាល់ខ្លួន3រឿងទៀតប៉ុន្តែទុកលោសូក្រោយគេហើយ បាទសេលុយបាន3ដង បានដល់ពេលលេងតែម្ដងខ្លាចគេលេងហើយ អូខេអ្នកនរគ្នាបានស្ដាប់រឿងចុងក្រោយរបស់គាត់ហើយក៏ដូចជាសាច់រឿងទាំង7ដែលគាត់បានចែកម្លែកគឺសិតតែរឿងគួរឲ្យចាប់អារម្មណ៍ហើយស្ដាប់ជក់ចិត្តមែនតើហើយមួយទៀតខ្ញុំចង់ប្រាប់អ្នកនរគ្នាថាកម្មវិធីរបស់យើងបង្កើតកម្មវិធីនេះឡើងក៏មិនមែនជំរុញឲ្យអ្នកនរគ្នាជឿរឿងអបិយជំនឿឬក៏រឿងមនុស្សខ្មោចព្រាយបិសាចទេកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែជាកម្មវិធីកំសាន្តបែបរន្ធត់តែប៉ុណ្ណឹងចឹងការជឿឬមិនជឿគឺអ្នកនរគ្នាជាអ្នកសម្រេចចិត្តដោយខ្លួនឯងកម្មវិធីរបស់យើងដូចខ្ញុំនិយាយដដែលគ្រប់អេពីសូតខ្ញុំតែងតែនិយាយថាកម្មវិធីយើងគឺកម្មវិធីកំសាន្តបែបរន្ធត់តែប៉ុណ្្នឹងឯងបាទហើយក៏អរគុណដល់បងមួយគេ អើយវាខ្វះម៉ោងសុភាម៉ោង3ភ្លឺនេះអត់យល់ ហេ3ណា1:42 ងាប់ អរគុណបងដែលបានផ្ដល់កិត្តិយសចូលរួមកម្មវិធីតុកភ្លឺ background ងឹតហើយក៏អរគុណដល់ទស្សនិកជនទាំងអស់គ្នាដែលតែងតែគាំទ្រកម្មវិធីរបស់យើងហើយបើមានការលើសលួសខ្វះខាតអីអ្នកនរគ្នាអាចជេរបងមកណាបានដោយសារ សុភា2នាក់អត់មានជេរតែខ្ញុំជេរទាំង2នាក់បងប្អូន ខ្ញុំបាននិយាយអីផងបងឯងនិយាយ ប៉ុន្តែគាត់អ្នកបញ្ចេញបញ្ចូលបន្ថែមអញ្ចឹងជួយជេរ2នាក់ តែស្គាល់ដែរ តែស្គាល់ដែរ អាងតិចព្រឺសបល់
ចូលដែរហ្នឹងចូល អូខេ គេនឹងធ្វើសបល់ប៉ាត់ប្រកាសអត់យ៉ាងក៏បាទសបល់ប៉ាត់ប្រកាសដែរសម្រាប់នេះក៏ភឺក្បាលដែរនិយាយពាក្យត្រង់ បាទ ដល់មានរឿងមកពីស្ទឹងត្រែងពេលយប់ទៀតអូ លើថែមមើលទេបង អូយអត់ទេទុករឿងនឹងទុកស៊ីលុយលើកក្រោយ អូខេអញ្ចឹងបងអ្នកនរគ្នាចង់ជួបបងម៉ាណានៅអាប់សោតក្រោយៗឬក៏ season ក្រោយអ្នកនរគ្នាអាច comment request បាន អូចាប់បាច់ comment មួយ fan ធ្លាក់នៅលើខ្លួនយើងតាហើយមកទៀតមកមាន3រឿងទៀត អោ3រឿងតិចហ្នឹងបើលើកនេះ7រឿង ណែ3រឿងមែនប៉ុន្តែអត់តាមនិយាយពីរឿងមិត្តភក្តិរបស់ខ្ញុំ3នាក់ទៀតទេសំទោស3រឿង អូខេអញ្ចឹងគាត់មាន8រឿងទៀតអញ្ចឹងបើអ្នកនរនេះចង់ជួបគាត់ទៀត comment មកខ្ញុំនឹងអញ្ជើញគាត់មកទៀត បាទជឿមកទៀតប៉ុន្តែបងប្អូនបញ្ជាក់ណាមិនមែនមួយខែម្ដងមួយឆ្នាំម្ដង3ឆ្នាំទៀត អត់ទេខ្ញុំទៅលឿនៗទេខ្ញុំលឿនៗទេអាចនឹងមាន special episode អីទៅបើសិនជាតាមគ្នាយើងគាត់ request អូខេជាចុងក្រោយបងមានពេលផ្ដាំចុងក្រោយនៃកម្មវិធី មានសំណុំពរមួយបងប្អូនអរគ្នានិយាយពីលើកដែលមានគុណ បាទ អាយុច្រើនទៅប៉ុណ្ណាយើងគិតថាយើងបានមានកម្លាំងឬក៏យើងថាមិនហាំមានណាស់ណែទេបើមានមហូបឲ្យឆ្ងាញ់កុំឲ្យចាំគាត់ទៅមនុស្សយើងចូលចិត្តអាពេតខ្មោចស្លាប់ហើយចូលចិត្តណាស់សែងរបស់ឆ្ងាញ់ជីវិតនៅរស់ខ្ញុំម៉ាក់ខ្ញុំដឹងតែម៉ាក់ខ្ញុំអ្នករីខំចឹងខ្ញុំចូលចិត្តទិញរបស់ណាដែលគាត់ចូលចិត្តដូចតារ៉េនដូចរបស់ឲ្យឆ្ងាញ់អីចឹងទៅណាយកទៅជួនកាលខ្ញុំមកពីណាពីណីខ្ញុំផ្ញើមកអីចឹងទៅខ្ញុំដឹងថាពេលដែលគាត់ចាស់ទៅអីចឹងកុំឲ្យចាំពេកស្លាប់ទៅសែងរបស់ឆ្ងាញ់ផ្សាយកើតចឹងតនជីវិតនៅរស់ហើយបាច់សួរប្រាប់ត្រង់បាច់ព្រះនៅវត្តទេព្រះនៅផ្ទះនឹងរាល់ថ្ងៃហើយពេលយើងធ្វើអ្នកចំពោះអ្នកដែលព្រះនៅក្នុងផ្ទះរាល់ថ្ងៃយកចេះសយុទ្ធទេយើងធ្វើទៅអានឹងទី1ទី2តាក់តងនឹងដំណើរទៅខេត្តឆ្ងាយឬក៏ខេត្តជិតដែលយើងទៅកេងផ្ទះអ្នកណាគេឬក៏កេងផ្ទះសំណាក់ឬស្ថានភាពកុំភ្លេចទី1រឿងជំនាញផ្ទះខ្ញុំអាសាស្ពះចូលកេងផ្ទះអ្នកណាគេខ្ញុំអាសាស្ពះផ្ទះគេណាជំនាញផ្ទះគេណាជួនកាលយើងនិយាយគេមិនល្អមានកំណត់មិនល្អក៏មិនឲ្យឃើញដែរឬក៏ផ្ទះសំណាក់ស្ថានភាពបងប្អូនត្រូវចាំឲ្យច្បាស់វាជារឿងពិតជឿមិនជឿលើបងប្អូនត្រូវតែគូទ្វាទី2ហាមដាច់ខាតរឿងបាយខែកេងចំមុខកញ្ចក់ ខែកេងចំមុខកញ្ចក់ បាទនិងខែកេងចំមុខទូកៅអៅក៏អត់បានដែរ អញ្ចឹង បាទ ខ្ញុំមិនដែរដឹងរឿងមុខទូកៅអៅ ទូកៅអៅក៏បានដែរអញ្ចឹងរឿងនេះគ្រាន់តែពីចាស់ពីដើមអីទេរឿងទូកៅអៅនិងរឿងមុខកញ្ចក់ពុបកញ្ចក់វាដូចវិញ្ញាណអញ្ចឹង បាទ ហើយបងប្អូនត្រូវចាំច្បាស់រាល់ថ្ងៃយើងកើតជាមនុស្សយើងកុំគិតថាខ្លួនយើងជាមនុស្សនឹងអត់មានម្ចាស់កម្មពីម្នាក់ដែលកំពុងតែកើតមកនឹងសិតតែមានម្ចាស់កម្មពីទាំងអស់ បាទ អញ្ចឹងម្ចាស់កម្មពីមកនីមួយគឺមកក្នុងអាក្រក់ឬក៏ល្អយើងវាមានញៀន2អាក្រក់ញៀន1ល្អញៀន1ទៀតអាក្រក់ បាទ ពេលដែលពុកម៉ែបងប្អូនកំពុងឆេះឆាវនឹងហើយគឺជាបលឹងអាក្រក់ បាទ ដែលកំពុងឲ្យយើងកំពុងតែជារឿងមួយធ្វើឲ្យរិស័យយើងអូនយើងអញ្ចឹងយើងយកអាបលឹងខ្លួនយើងតវិញកុំឲ្យម្ចាស់កម្មពីនឹងសកត់លើយើងបានយើងត្រូវដូចថាឆ្លោះឆេះឆាវកបិតប្រកែកនេះទៅផុសឥឡូវហ្នឹង តាទៀតលុយគេហ្នឹង បាទអាប្រកែកហ្នឹងពលឺយើងធម្មតាយើងដូចខ្ញុំនិយាយចឹងមានបលឹងស្លូននិងបលឹងកាចនិងបលឹងកាចគឺម្ចាស់កម្មពីហើយ អញ្ចឹងយើងត្រូវទាញចិត្តយើងកុំឆ្លោះបើយើងគិតថាយើងកុំគិតយើងកុំឆ្លោះអ្វីដែលតាចេញបានដូចប្រេពុនអញ្ចឹងចេញឲ្យឆ្ងាយ5នាទីសិនកុំនៅឆ្លោះខ្ញុំឥឡូវធ្វើចិត្តបានត្រង់ប៉ុណ្្នឹងខ្ញុំឲ្យម្ចាស់កម្មពីខ្ញុំប្រកបលើខ្ញុំបានខ្ញុំយកខ្លួនខ្ញុំជាខ្ញុំត្រូវតាំងចិត្តមិនលុបលន់មិនចង់បានមិនឆ្លោះប្រកែកហើយនិយាយតែពេលខ្លះក៏យើងមិនឈ្នះពួកម្ចាស់កម្មពីនឹងដែរហ្នឹងហើយត្រង់ចំណុចនេះដែលខ្ញុំនិយាយថាចូលយកបលឹងល្អរបស់យើងសកត់លើបលឹងអាក្រក់វិញខ្ញុំចាំបានដូចរឿងឆ្មាកដលរឿងឆ្មាឃើញហីវាផុសចេញមកមានអាឆ្មាមួយដោះស្នែងបិសាយហ្នឹងហើយទៅឆ្មាណាចង់តែណៃទៅសម្រាប់កដលហ្នឹងចេះហ្នឹងជាបលឹងរឿងហ្នឹងវាដូចខ្ញុំមើលទៅដូចមើលយើងអញ្ចឹងយើងដូចមានបលឹងអាក្រក់មួយបលឹងល្អមួយអញ្ចឹងចឹងអ្វីដែលខ្ញុំនិយាយមានការណែនាំប៉ុណ្្នឹងហើយចង់ក្រោយនេះការនិយាយរបស់ខ្ញុំមើលទៅវាប៉ះពាល់ទៅដល់បងប្អូនភូមិមួយចំនួនដែលគាត់និយាយថារឿងហ្នឹងមិនដាននិយាយដូចខ្លាយបន្លំតែរឿងមិត្តភក្តិរបស់ខ្ញុំហ្នឹងខ្ញុំមិនដឹងថារឿងហ្នឹងពិតឬមិនពិតទេប៉ុន្តែគាត់ប្រាប់ថារឿងពិតពីតូចតែបើរឿងថាខ្ញុំនិយាយថាប្រមាណរបស់ខ្ញុំថាខ្ញុំអត់ត្រូវសោះព្រោះដោយសារវាជារឿងពិតរបស់ខ្ញុំដូចខាងភ័យតបងអ្នកចណូថ្មីរឿងតលេហ្នឹងដែលគេយកទៅគាត់ក៏មិនអាចថាខ្ញុំដែរព្រោះគាត់ដឹងគ្រប់គ្នានៅហ្នឹងអ្នកមកពីពេញងាប់ច្រើនណាស់ទី1ទី2រឿងដែលយើងនិយាយអសប៊ីនិងអសឌីនៅថៃបាទយេអាហ្នឹងក៏យើងដឹងដែររឿងនឹងពិតប្រកបដែររឿងទី3តាក់ទងនឹងផ្ទះសំណាក់ស្ថាគារគ្រឿងក្រុមធ្នឹមអ្នកមិនជឿវាលបាក់ដែរអ្នកមិនជឿដូចជាមិនត្រូវដល់ពេលអ្នកដែលជឿខ្លះចឹងទៅវាដូចធ្វើឲ្យជឹងឃើញត្មងវាចឹងវិញ លើមុនខ្ញុំជួលផ្ទះនៅដុំសាម